គឺលោកត្រាំថាកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់មិនទាន់ដាច់ស្រេចនៅឡើយគឺអាមេរិកអាចទម្លាក់គ្រាប់បន្ថែមទៀតបើអ៊ីរ៉ង់អន់ចរិតឃើញទេទៀតហើយបងប្អូនដូចខ្ញុំនិយាយចឹងរឿងនយោបាយគឺចឹងចុះហត្ថលេខាហើយថានេះថ្ងៃសុកនេះទៅចុះនៅប្រទេសស្វីសដើម្បីបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ឥឡូវនេះស្រាប់តែមិនទេគឺអ៊ីរ៉ង់នឹងដូចជាចល័តអានាវាស្អីតាក់តងនឹងអារឿងច្រកហមមូសអីខាត់រហទាលុយទីអីទៀតម្ដងថាបើកម្ដងថាបិទម្ដងថាអីឥឡូវហ្នឹងគឺជពាក់ជប៉ុនអញ្ចឹងបានលោកត្រាំក៏ថាឲ្យតាញ៉ែញ៉ៃអន់ចរិតអញ្ចឹងតម្លាក់គ្រាប់ទៀតអញ្ចឹងរឿងនេះវាអត់ទាន់ចប់ទេបងប្អូនរឿងនៅអ៊ីរ៉ាក់អ៊ីរ៉ង់ហ្នឹងគឺដូចខ្ញុំនិយាយចឹងតតែបោះឆ្នោតពាក់កណ្ដាលអាណត្តិនេះចប់សិនឲ្យលោកប្រធានាធិបតី Donald Trump នឹងថាឈ្នះឆ្នោតឬអីកុំឲ្យគេទម្លាក់គាត់សិនអានឹងបានឬក៏ចិត្តដល់នឹងមែនតែនហ្មងបានចប់ដោយបបោព្រោះអីនៅ2ខែទៀតនឹងល្មមកក្កដាសីហាកញ្ញាតុលាវិច្ឆិកានៅសល់ពេលតែបន្តិចហ្នឹងគឺអូសរហូតកិច្ចព្រមព្រៀងហ្នឹងត្រូវថែម60ថ្ងៃដើម្បីឲ្យសម្របសម្រួលអីអញ្ចឹងជាល្មមទៅដល់1ខែឬ2ខែមុនបោះឆ្នោតហ្នឹងគឺអ្វីចប់ឲ្យស្អាតសិនទៅដើម្បីលៀងអាហ្នឹងឲ្យលោកត្រាំគាត់បានប្រជាប្រិយរឿងបោះឆ្នោតរឿងនយោបាយអញ្ចឹងយើងតាមដានដាច់ខ្យល់ងាប់តែអ្នកដាច់ខ្យល់គឺរឿងប្រេងឆៅប្រេងអីតែវាឡើងអត់ឈប់ឥឡូវចុះបន្តិចឥឡូវឡើងបន្តិចចុះបន្តិចឡើងបន្តិចហើយវល់ណាស់បងប្អូនតែយ៉ាងណាយើងតាមដានរឿងនេះទាំងអស់គ្នាកុំឲ្យដាច់ព្រោះអីវាប៉ះពាល់ដល់ឆ្នាំងបាយយើងដែរបើតែរឿងកើតឡើងនៅអាមេរិកមែនតែវាមានរឿងអីប៉ះពាល់ដល់ព្រៃវែងដល់ស្នួលអង្គសោមអីចឹងដែរបាទប្រតិកម្មរបស់ប្រជាពលរដ្ឋនៅតាមបណ្ដាញសង្គម Facebook នេះគឺមានកក្រើកមែនតើជាពិសេសតកតងនឹងការដែលមន្ត្រីប៉ូលីសម្នាក់ដែលធ្លួយមាត់និយាយថាការដែលលួចថតក្មេងស្រីងូតទឹកគឺជារឿងធម្មតារឿងនេះមែនតើទៅគឺបើចំពោះខ្ញុំវាអត់ភ្ញាក់ផ្អើលប្រហែលដែរទេខ្ញុំអត់ភ្ញាក់ផ្អើលនៅត្រង់ថារឿងអគុណធម៌រឿងអសិលធម៌រឿងផ្ដេសផ្ដាស់ប្រព្រឹត្តអីបែបនេះគឺជាទម្លាប់របស់យើងគឺជាទូទៅប្រជាពលរដ្ឋខ្មែរនៅមាននិយាយទៅគឺអាចថាមកពីខ្វះការផ្សព្វផ្សាយឬក៏អាចថាមកពីការមិនយកចិត្តទុកដាក់ឬក៏មកពីប្រព័ន្ធសិលធម៌ខ្មែរយើងដោយសារតែអាមឹងបាត់ផ្សារនឹងវាទាបពេកចេះតែចបៃត្រតាមគ្នាឬមួយក៏អាចថាអឺយើងមិនកែឬក៏យ៉ាងម៉េចយើងគិតថាហ្នឹងជារឿងធម្មតាអញ្ចឹងចំពោះខ្ញុំអត់ភ្ញាក់ផ្អើលត្រង់ថារឿងអញ្ចឹងអីកើតឡើងនៅស្រុកខ្មែរហ្នឹងច្រើនលើកច្រើនសាររាប់ឆ្នាំនិយាយទៅបើយើងចាំពីបងប្អូនប្រហែលជានៅចាំករណីមួយនៅវត្តស្រះចកបងប្អូនចាំករណីនៅស្រះចកអត់មិនអញ្ចឹងឯកាលហ្នឹងសង្ឃមួយអង្គគឺឈ្មោះណេតខៃណាព្រះសង្ឃអង្គនេះគឺបើយើងគិតទៅមើល2010 16ឆ្នាំហើយបងប្អូនរឿងដែលកើតឡើងក្នុងអំឡុងខែកក្កដាឆ្នាំ2010ហ្នឹងគឺព្រះសង្ឃនេតខៃនៅវត្តស្រះចកដែលគេល្បីខាងស្រោចទឹកដាក់ស្នែដាក់អីហ្នឹងហើយស្ត្រីក្មេងចាស់ចាញ់បោកលោកនេតខៃស្ទើរតែគ្រប់គ្នាហើយព្រះអង្គនេះលួចដាក់កាមេរ៉ានៅអាកន្លែងស្រោចទឹកហ្នឹងគឺនិយាយទៅគឺប៉ះពាល់ធ្ងន់ធ្ងរមែនតើដល់សេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរប៉ះពាល់ដល់វិស័យពុទ្ធសាសនាប៉ះពាល់ដល់ប្រសង់ប៉ះពាល់ដល់អីហ្នឹងគ្រប់បែបយ៉ាងក៏ប៉ុន្តែរឿងនេះវាបែកការដោយសារតែអាការដែលគាត់ថតសម្លេងថតរូបថតអីហ្នឹងគឺរូបហ្នឹងវាបែកធ្លាយទេបើមិនបែកធ្លាយហ្នឹងគឺប្រសាចទៅអញ្ចឹងហើយយើងមិនដឹងថារឿងនេះកើតឡើងនៅទីអារាមណាផ្សេងទៀតឬក៏យ៉ាងម៉េចទេគ្រាន់តែថាករណីលោកណេតខៃពី16ឆ្នាំមុនគឺឆ្នាំ2010ហ្នឹងគឺនៅតែលងបន្លាចធ្វើឲ្យបាក់ស្បាតនៅក្នុងបញ្ហាជំនឿសាសនាផងបញ្ហាភាពអសិលធម៌របស់បុគ្គលមួយចំនួនបាទខ្ញុំនិយាយបុគ្គលចោះដែលក្រងស្បង់ចៃវរយកពាក់ស្បង់ចៃវរពណ៌លឿងហ្នឹងមកហ្នឹងដែលគួរតែខ្លាយជាបុគ្គលដែលគួរគោរពប្រតិបត្តិក៏ប្រព្រឹត្តអំពើពាលាអាវ៉ាសែខុសអាបត្តិអីអញ្ចឹងទៅដែលជាទម្លាប់ខូចរបស់មនុស្សហើយអត់មានប្រព័ន្ធអីដូចថាវាមានរឿងច្រើនណាស់បងប្អូនដើម្បីអប់រំគូក្បាលមនុស្សតកតងសិលធម៌ហ្នឹងគឺច្រើនមែនតើតែដល់ពេលយើងអត់ជួយគ្នាយើងចិត្តតែតាមគ្នាមកយកទៅសងអាជ័យធ្លាក់ទឹកហើយអើតែស្កទៅជារឿងឈួតលីលាពេញផ្ទៃប្រទេសចឹងទៅឧទាហរណ៍រឿងដែលអប់រំសិលធម៌គឺមានសាលារៀនហ្នឹងគឺសំខាន់ណាស់ជាទូទៅព្រោះមាន
ការអប់រំសិលធម៌សុជីវធម៌ពលរដ្ឋវិជ្ជាឬស្អីហ្នឹងតាំងពីថ្នាក់បឋមឬក៏មត្តេយ្យរហូតដល់ថ្នាក់ណាក៏គេមានការអប់រំសុជីវធម៌សិលធម៌ហ្នឹងដែរទី2គឺគ្រួសារហ្នឹងមានឪពុកម្ដាយបងប្អូនជីដូនជីតាអីហ្នឹងទី3គឺសង្គមហ្នឹងគឺសំដៅទៅលើប្រព័ន្ធផ្សព្វផ្សាយប្រព័ន្ធដូចថាអប់រំផ្សេងទៀតផ្នែកសង្គមណាអ្នកនយោបាយហ្នឹងក៏ចូលរួមក្នុងសង្គមហ្នឹងក្នុងការលើកកម្ពស់សិលធម៌តែយើងអត់ទេជេរបន្តិចឥឡូវបានអាក្រុម MMO អាម៉េចគេនោះគឺថាអូយស្អីទេគឺថាអាភិសពិបាកផ្សារគឺពេលខ្លះគឺពិបាកមែនតើពិបាកទទួលយកមែនតើវាទៅជាភាពអនាធិបតេយ្យដែលគេគិតថាជារឿងស្របច្បាប់មិនធ្វើអាម៉េចឥឡូវក៏ប៉ុន្តែរឿងករណីមួយនេះគឺលោកមន្ត្រីប៉ូលីសម្នាក់នេះគាត់ត្រូវបានអ្នកសារព័ត៌មានចុះទៅយកព័ត៌មាននៅពេលដែលមានករណីជនរងគ្រោះពីការលួចថតគាត់ងូតទឹកជាស្ត្រីណាជាក្មេងស្រីទៅប្តឹងអាជ្ញាធរមូលដ្ឋានឲ្យចុះទៅជួយដោះស្រាយអញ្ចឹងយើងក៏ឃើញមន្ត្រីប៉ូលីសនេះចុះទៅដែរហើយក៏ឃើញក្រុមអ្នកសារព័ត៌មាន MMO ហ្នឹងចុះទៅយកព័ត៌មានប្រសាទយកក្បាលមីក្រូហ្នឹងទៅញុកដើម្បីឲ្យមន្ត្រីប៉ូលីសហ្នឹងនិយាយមួយម៉ាត់ពីរបើទោះបីជាគាត់ដើរកិច្ចអីច្រើនដែរគាត់ដឹងថារឿងហ្នឹងវាធម្មតាទេចាំបាច់វែងឆ្ងាយអីធ្វើដូចរឿងធ្លាក់មកពីលើមិនគាត់តែមិនដឹងព្រោះមើលទៅគាត់រៀងអល់ឯកច្រើនអ្នកដែលអល់ឯកនេះគឺបើតាមរូបវីដេអូដែលគេថតផ្សាយចែកតាមបណ្ដាញសង្គម Facebook ឡើងផ្អើលនេះគឺឈ្មោះលោកសួសសរឿនមានអត្តលេខ27670ពេលដែលអ្នកកសែត MMO ម្នាក់សួរគាត់ថាយល់យ៉ាងម៉េចដែរពីអារឿងគេលួចថតក្មេងស្រីងូតទឹកហ្នឹងគាត់ដូចថាគាត់ព្យាយាមមិនចង់ឆ្លើយដែរក៏ប៉ុន្តែទីបំផុតគឺគាត់ថារឿងហ្នឹងបែកធ្លាយចឹងហើយមានអីទៀតចង់និយាយថាដូចជាអត់មានអីអស្ចារ្យមានអីហើយទៅអ្នកកសែតហ្នឹងក៏ប្រើពាក្យទៅចឹងជារឿងធម្មតាទេអញ្ចឹងអាពាក្យដែលថាជារឿងធម្មតាហ្នឹងគឺអ្នកកសែតជាអ្នកប្រើពាក្យហ្នឹងទៅហើយមន្ត្រីប៉ូលីសហ្នឹងក៏ស្របតាមថាហ្នឹងជារឿងចឹងដែរអត់មានប្រកែកថាមិនមែនជារឿងធម្មតាមិនមែនអីអញ្ចឹងទៅធ្វើឲ្យអាសាច់រឿងទាំងមូលហ្នឹងថារឿងថតក្មេងស្រីងូតទឹកលួចថតហ្នឹងគឺជារឿងធម្មតាទៅវិញហើយនៅពេលដែលចាប់ផ្ដើមមន្ត្រីសមត្ថកិច្ចត្រូវបានអ្នកកសែតជួយថែមមួយម៉ាត់ពីរទៅហើយត្រូវនឹងចិត្តគាត់ហ្នឹងថារឿងហ្នឹងធម្មតាទេឥឡូវវាបែកធ្លាយហើយវាមិនអីចឹងទៅធ្វើឲ្យសាធារណជនទូទៅជាពិសេសស្ត្រីមានប្រតិកម្មយ៉ាងខ្លាំងក៏ក្រើកបណ្ដាញសង្គម Facebook អូសអត់រំលងទៀតហើយបងប្អូនគឺឡើងមកប្រតិកម្មម្ដងម្នាក់រករឿងអាជ្ញាធរដែលជាមន្ត្រីសមត្ថកិច្ចនេះពីរឿងប្រើពាក្យថាការលួចថតស្ត្រីងូតទឹកគឺជារឿងធម្មតាដែលមែនតែនមិនមែនជារឿងធម្មតាទេខ្ញុំនឹងជម្រាបជូនរឿងនេះពីករណីទី1ហេតុអីបានជាមន្ត្រីប៉ូលីសឆ្លើយដោយឥតអល់ឯកថារឿងហ្នឹងវាមិនមែនរឿងអីអស្ចារ្យធ្លាក់ពីលើឋានទេវតាណាមកទេគឺរឿងហ្នឹងវាកើតឡើងតែហូរហែតែអញ្ចឹងហើយជាទម្លាប់អីចង់និយាយអញ្ចឹងណាដកមានអីប្លែកដែរទេអារឿងថតព្រោះអាចប៉ូលីសហ្នឹងគាត់យល់ថាចរិតរបស់យើងហ្នឹងគឺតែអញ្ចឹងហ្នឹងបងប្អូនមានចាំទេនៅទូតអាមេរិកកាលពីប្រហែលឆ្នាំមុនប្រហែលជា10ឆ្នាំហើយដឹងមានមន្ត្រីសន្តិសុខនៅទូតអាមេរិកនេះមកវងគ្នាប្រហែលជិត30នាក់ត្រូវបានស្ថានទូតនេះបញ្ឈប់ពីការងារទាំងអស់ដោយសារអីដោយសារការចែកផ្សាយរូបថតអាភិសរបស់កុមារនៅក្នុងបណ្ដាញផ្សព្វផ្សាយសង្គមជាក្រុមរបស់គាត់ណាបដិញឈប់ទាំងអស់ទាំងអ្នកអត់ដឹងរឿងអីក៏ដោយព្រោះចូលនៅក្នុងក្រុមមួយដែលមានរូបថតក្មេងស្រីអាក្រាតកាយឬក៏អាភិសអីអញ្ចឹងទៅហើយវាប៉ះពាល់ដល់អានិច្ចជនអញ្ចឹងអ្នកខ្លះហ្នឹងដែលត្រូវបានចិត្តគ្រប់ពេលដែលនឹងដូចថានៅទូតអាមេរិកតែយើងធ្វើការដល់កំណត់ពេលគេដូចថា20ឆ្នាំចុះអញ្ចឹងទៅគឺគេឲ្យ green card បានន័យថាមានសិទ្ធិធ្វើការនៅទូតអាមេរិកនៅស្រុកខ្មែរមែនប៉ុន្តែគ្រប់កាលវេលាដោយអត់ប្រព្រឹត្តបទល្មើសអីហើយជាមន្ត្រីស្អាតស្អំប្រឹងធ្វើការហ្នឹងគឺមានសិទ្ធិទទួលបាន green card បានស្នាក់នៅរស់នៅជាអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិកដោយស្របច្បាប់ទាំងគ្រួសារហ្មងក៏ប៉ុន្តែដោយរឿងហ្នឹងកើតឡើងគឺអ្នកខ្លះបាន17ឆ្នាំហើយនៅសល់តែ3ឆ្នាំអីទៀតនឹងបានអាហ្នឹងគឺគេប្រឈប់ទាំងអស់តែម្ដងដោយសារតែរឿងរូបអាភិសអីចឹងទៅតាមពិតអ្នកខ្លះគ្នាក៏តែមិនដឹងរឿងប៉ុន្តែអាមេរិកអត់សន្តោសប្រោះប្រណីឬក៏អត់ចង់និយាយថាថ្កោលទោសចាត់ការដាក់ទណ្ឌកម្មគ្មានត្រាប្រណីទេព្រោះអីរឿងតាក់តងនឹងអនិច្ចជនរឿង
រាងកាយរបស់ស្ត្រីរឿងទៅលួចលបគេងូតទឹកគឺជាការយាយីបៀតបៀនគេខ្មាស់គេភេទរបស់ស្ត្រីហើយការរំលោភសិទ្ធិឯកជនភាពរូបភាពរបស់ស្ត្រីទៅទៀតច្បាប់តឹងណាស់គេការពារយើងហើយបើមែនតែនបើយើងមើលថាច្បាប់នៅស្រុកខ្មែរហ្នឹងយើងមានបើយើងមើលក្រមព្រហ្មទណ្ឌកម្ពុជាក៏មានច្បាប់ការពារដែរមិនអញ្ចឹងឯក្រមព្រហ្មទណ្ឌកម្ពុជាមាត្រា202សំទោស302ក្រមព្រហ្មទណ្ឌ302និយាយបទរំលោភលើសិទ្ធិខាងរូបភាពហ្នឹងកុំថាទៅលួចថតសូម្បីតែយើងថតរូបគេជាសាធារណៈចង់និយាយថាឬក៏ថាមិនមែនថតរូបគេដោយម្ចាស់ខ្លួនគេមិនអនុញ្ញាតឲ្យថតក៏អត់និយាយទីសាធារណៈព្រោះទីសាធារណៈមិនមែនតែនទៅវាតែយើងចូលមកទីសាធារណៈគេអាចថតអាចអីប៉ុន្តែបើម្ចាស់ខ្លួនសំណូមពរប្រាប់ថាមិនឲ្យផ្សាយមិនឲ្យអីក៏យើងនៅតែមិនមានសិទ្ធិផ្សាយរូបគេដែរបើសិនជាគេសំណូមពរបែបនេះគ្រាន់តែថាចេញជាទីសាធារណៈគឺច្បាប់ហាក់បីដូចជាទូលាយបន្តិចសម្រាប់ទូទៅបើយើងមិនចង់ឲ្យគេថតជាសាធារណៈទេរកអីបិទមុខបិទអីទៅដើរទៅគេអាចថតបានព្រោះទីតាំងសាធារណៈសូម្បីតែមន្ត្រីប៉ូលីសតែឈរមកដល់ផ្លូវដើរដែលជាផ្លូវសាធារណៈដែលមិនមែនជាទីតាំងអគាររដ្ឋបាលដែលហាមឃាត់ណាមួយគឺគេមានសិទ្ធិថតសូម្បីតែមន្ត្រីប៉ូលីសកំពុងតែបំពេញភារកិច្ចឬអីហ្នឹងក៏អត់មានច្បាប់ណាមកហាមឃាត់មិនឲ្យប្រជាពលរដ្ឋថតដែរព្រោះនៅអាមេរិកនេះក៏តែអញ្ចឹងដែរគឺយើងថតបានទាំងអស់នៅទីសាធារណៈគ្រាន់តែថាការប្រើប្រាស់រូបថតហ្នឹងមានលក្ខខណ្ឌរបស់គេអញ្ចឹងទៅតែជាទូទៅក្នុងទីសាធារណៈយើងអាចថតបានប៉ុន្តែច្បាប់ការពារការរំលោភលើសិទ្ធិខាងរូបភាពហ្នឹងក៏នៅតែការពារដែរយើងមិនមែនចេះតែថតគេឯកជនគេទៅឧទាហរណ៍ទៅជិះទូកទៅកណ្ដាលសមុទ្រណាទៅជាលក្ខណៈគ្រួសារស្ងាត់ៗហើយយើងទៅលួចថតលួចប្រមាញ់ហើយយករូបថតគេមកដោយរូបអាភិអីយកមកផ្សាយអីអាហ្នឹងគេអាចប្តឹងយើងបានដែរព្រោះអីគេចូលទៅដល់កន្លែងស្ងាត់ហើយប៉ុន្តែបើសិនជាទីនៅតែសាធារណៈក៏នៅតែពិបាកប្តឹងអ្នកកសែតដែរតែនេះគឺយើងទៅលួចថតគេនៅក្នុងបន្ទប់ទឹកគេកំពុងតែងូតទឹកហើយទៅអារូបថតហ្នឹងវាបែកធ្លាយអញ្ចឹងក៏ទោសវាមានដល់ទៅ2ឯណោះទី1គឺទោសលួចថតប៉ះពាល់ដល់រំលោភសិទ្ធិខាងរូបភាពគឺមាត្រា301ដែលក្រមព្រហ្មទណ្ឌអាចនឹងដាក់ពន្ធនាគារអ្នកធ្វើដូច្នេះពីមួយខែទៅដល់មួយឆ្នាំពិន័យប្រាក់ស្អីផ្សេងទៀតហើយតាក់ទងនឹងការដែលបង្ហាញបើសិនជាលេចធ្លាយអានឹងជារឿងថាអចេតនាប៉ុន្តែបើយើងមានចេតនាបង្ហាញរូបថតអាហាភាពដែលយើងថតបានហ្នឹងដោយចេតនាទៀតអានឹងមានទោសមួយទៀតគឺមាត្រា249នៃក្រមព្រហ្មទណ្ឌហ្នឹងគឺបទបង្ហាញរូបភាពអាហាភាពហ្នឹងទៀតដែលបើចែកចាយផ្សព្វផ្សាយទៅគឺចាត់ទុកថាមិនមែនជារឿងធម្មតាទេអញ្ចឹងសរុបសេចក្តីមកគឺការដែលបៀតបៀនស្ត្រីភេទកុមារីឬក៏ការថតរូបលួចថតរូបឬក៏និយាយឌៀមដាមលែបខាយស្ត្រីក្មេងស្លៀកអញ្ចេះហើយយើងឃើញគេក៏និយាយអឺអីគេដូចថាក្នុងន័យលែបខាយអីហ្នឹងក៏អត់ត្រូវដែរវាទីមួយខុសសីលធម៌ទីពីរខុសច្បាប់ប៉ុន្តែរឿងទាំងអស់នេះនៅក្នុងសង្គមកម្ពុជារួមទាំងមន្ត្រីប៉ូលីសផងចាត់ទុកថាជារឿងធម្មតាខ្ញុំរកកន្លែងបន្ទោសគាត់អត់ឃើញសោះ រកកន្លែងបន្ទោសមន្ត្រីប៉ូលីសនេះអត់ឃើញដោយសារអីស្រុកខ្មែរតែអញ្ចឹងអានេះដោយសារអីគឺយើងបង្ហាញអំពីសីលធម៌ណាបងប្អូនសីលធម៌វិជ្ជាជីវៈការទទួលខុសត្រូវការគោរពច្បាប់ដូច្នេះវាមើលទៅខ្ញុំបារម្ភមែនតើហើយខ្ញុំសោកស្ដាយណាស់នៅពេលរឿងនេះកើតឡើងវាប៉ះពាល់ដល់ស្ត្រីជាច្រើនឥឡូវនេះខ្ញុំទៅជាសប្បាយចិត្តក្នុងរឿងមួយដូចថារំភើបឃើញស្ត្រីខ្មែរឃើញមនុស្សជាច្រើននៅតាមបណ្ដាញសង្គម Facebook ហ្នឹងចេះការពារខ្លួនឯងចេះតស៊ូមតិយកប្រព័ន្ធបណ្ដាញសង្គម Facebook ហ្នឹងយកមកនិយាយបរិហារឬក៏ដូចថាថ្កោលទោសមន្ត្រីប៉ូលីសឬក៏ជនណាក៏ដោយដែលលួចថតរូបគេរូបថតអីចឹងទៅធ្វើឲ្យคล้ายទៅជាតុលាការប្រជាជនទៅវិញណាព្រោះប្រព័ន្ធតុលាការគឺត្រូវតែទី1គឺហៅមន្ត្រីនឹងមកអប់រំឬដកតួនាទីគាត់បាត់ទៅហើយព្រោះអីឲ្យគាត់សុំទោសជាសាធារណៈថាគាត់នឹងនិយាយហ្នឹងគឺវាមិនត្រឹមត្រូវទេមិនមែនឆ្លុះបញ្ចាំងពីស្ថាប័នប៉ូលីសទេវាគ្រាន់តែជាការគិតជាលក្ខណៈបុគ្គលគេធ្វើតែអញ្ចឹងរឿងធម្មតាហ្នឹងវាចង់ឲ្យរឿងអញ្ចឹងមិនមែនចង់និយាយថាការប្រព្រឹត្តខុសគឺជារឿងធម្មតាទេអាចមន្ត្រីប៉ូលីសហ្នឹងចង់និយាយថាអារឿងខុសឆ្គងរឿងប្រព្រឹត្តប្រទេសផ្ដាស់ហ្នឹងវាច្រើនពេកអាចคล้ายជារឿងធម្មតាទៅហើយគាត់អាចនិយាយក្នុងន័យហ្នឹងក៏ថាបានដែលយើងគិតថាអាហ្នឹងវាគាត់ដូចថាខ្ញុំមិនចង់ទៅនិយាយកាន់ជើងប៉ូលីសទេប៉ុន្តែនៅក្នុងន័យនេះគឺប៉ូលីសរូបនេះគឺអាចនឹងត្រូវគេដកពីតួនាទីឬបញ្ឈរជើងឬអីឬក៏យ៉ាងហោចណាស់ក៏សុំទោសជាសាធារណៈហើយពន្យល់ប្រាប់ប្រជាពលរដ្ឋអប់រំប្រជាពលរដ្ឋឲ្យដឹងថាការលួចថតគឺជាអំពើខុសច្បាប់ខុសសីលធម៌ហើយត្រូវជាប់គុកអត់មានរួចខ្លួនហើយអត់មានជារឿងធម្មតាទេអំពើនេះគឺគេធ្វើជាទូទៅដោយសារសីលធម៌មនុស្សយើងមួយចំនួននៅខ្មែរនឹងនៅមានទៀបនៅឡើយដែលជាពិសេសប្រុសខ្ញុំនិយាយហ្នឹងដូចខ្ញុំជាប្រុសដែរតែខ្ញុំអត់កាន់ជើងប្រុសគ្នាឯងសីលធម៌យើងទាបប្រុសខ្មែរយើងសីលធម៌យើងទាបបន្តិច
ជាពិសេសគឺទាបខ្លាំងចំពោះនឹងការដែលឡែបខាយនិយាយពីរឿងស្ត្រីណាគឺយើងគិតថាអាហ្នឹងវាជារឿងធម្មតាចាត់ទុកស្ត្រីដូចជាទំនិញទិញដូរឬក៏ជារបស់ដែលយើងអាចស្ទាបបបោះអង្អែលបានថាអីក៏បានចំអែចំអន់មើងងាយប៉ះពាល់អីក៏បានរឿងនេះគឺជារឿងមួយដែលជារឿងធម្មតានៅស្រុកខ្មែរប៉ុន្តែបើនៅចូលស្រុកអាមេរិកឬស្រុកប្រទេសសេរីវិញគឺយើងជាប់គុកហើយស្បើកន្លែងធ្វើការវិញគឺគេប្រឈប់យើងហ្មងនៅកន្លែងធ្វើការខ្ញុំនៅក្នុង6ខែម្ដងបើយើងអត់ជាប់តេស្តដែលនិយាយអំពីសិលធម៌តាក់ទងនឹងការបៀតបៀនគេភេទឬក៏សិលធម៌នៅក្នុងការដែលប្រព្រឹត្តទៅមិនស្ត្រីជាសហការីរបស់យើងទាំងស្ត្រីប្រព្រឹត្តទៅលើស្ត្រីទាំងបុរសប្រព្រឹត្តទៅលើស្ត្រីបើយើងមិនជាប់តេស្តស្ដីអំពីការយាយីបៀតបៀនវាយប្រហារប៉ះពាល់ផ្លូវភេទស្អីៗហ្នឹងគឺយើងអត់បានធ្វើការទៀតទេគេប្រឈប់យើងបាត់ទៅហើយអញ្ចឹងបានថាតឹងអញ្ចឹងគឺមានវិន័យទាំងលក្ខន្តិកៈមន្ត្រីរាជការវិន័យក្រុមហ៊ុនវិន័យអីហើយនៅពេលដែលក្រុមហ៊ុនហ្នឹងគឺនីមួយៗដែលធ្វើការហ្នឹងគឺបុគ្គលិកហ្នឹងគឺត្រូវបានរដ្ឋបង្គាប់ឲ្យ1ខែឬ3ខែម្ដងត្រូវបណ្ដុះបណ្ដាលបុគ្គលិកក្នុងស្ថាប័នរបស់ខ្លួនហ្នឹងឲ្យយល់អំពីវិន័យហ្នឹងទៀតហើយត្រូវឲ្យបានមានគេហៅរបាយការណ៍ថាបានបណ្ដុះបណ្ដាលហើយឲ្យបុគ្គលិកហ្នឹងទទួលស្គាល់ថាបានរៀនសូត្រទៀតដើម្បីបើមានកំហុសឆ្គងអីគឺគេអាចបញ្ឈប់យើងពីការងារឬដាក់ទោសទណ្ឌអីបានដើម្បីជាវិន័យជាសិលធម៌ជាទម្លាប់គេធ្វើតឹងណាស់តែនៅស្រុកយើងវិញអូយគឺថាឲ្យតែឃើញនារីស្លៀកខ្លីនារីស្លៀកសិចស៊ីឬក៏រូបរាងអីគឺថាបូនមាត់ឬក៏និយាយឡែបខាយឌៀមដាមអីអាហ្នឹងសិតជាអំពើខុសច្បាប់ខុសសីលធម៌ទាំងអស់តែយើងចាត់ទុកថាជារឿងធម្មតាព្រោះអីនិយាយគាត់សិទ្ធិសេរីភាពមិនចឹងមែនទេសេរីភាពបែបនេះជាសេរីភាពបែបបំពានតាអញ្ចឹងសរុបសេចក្តីមកវិញខ្ញុំសង្ឃឹមថាមន្ត្រីរូបនេះនឹងទទួលបានអឺទណ្ឌកម្មណាមួយវិន័យណាមួយឬក៏មកសុំទោសជាសាធារណៈឲ្យអប់រំប្រជាពលរដ្ឋឲ្យចាំថាការលួចថតឬក៏ការនិយាយឡែបខាយបៀតបៀនមើងងាយស្ត្រីតាក់ទងរាងកាយរូបរាងអីគេនេះគឺជាអំពើអសិលធម៌និងមិនត្រឹមត្រូវហើយខុសច្បាប់ទេហើយសូមឲ្យយើងកែតម្រូវយើងទាំងអស់គ្នាជួយគ្នាម្នាក់បន្តិចបងប្អូនណាកុំគិតថារឿងនេះជារឿងធម្មតាអត់ធម្មតាទេរឿងនេះគឺជាដំបៅជំងឺមហារីកក្នុងសង្គមខ្មែរយូរហើយអានេះហើយដែលគេអាចដៀលជាតិសាសន៍យើងបានណាបងប្អូនហើយដល់ពេលយើងមានគំនិតបែបហ្នឹងយើងនៅស្រុកខ្មែរប្រហែលជាអត់សូវអីហ្មងទេដោយសារតែយើងចូលមួយគេប្រឡំណាប៉ុន្តែបើយើងចាប់ផ្ដើមរសាត់ឆ្ងាយចូលមកដល់ប្រទេសដទៃដូចជាសហរដ្ឋអាមេរិកអូស្ត្រាលីឬប្រទេសដែលគេមានច្បាប់ទំនៀមទម្លាប់តឹងរឹងប្រពៃណីតឹងរឹងតាក់ទងនៅក្នុងការដែលសិទ្ធិសេរីភាពចេះគឺយើងខ្លាយទៅជាសះដ៏អន់ថយមែនតើព្រោះគេដៀលពូជយើងហ្មងណាតែពេលយើងអត់នេះចឹងទៅម្នាក់ពីរអីចឹងអត់អីតែពេលយូរច្រើនគ្នាអញ្ចឹងទៅជារឿងធម្មតាគេដៀលអញ្ចឹងកុំឲ្យអន់ចរិតកាយទាំងអស់គ្នាបងប្អូនណាជួយអត់មែនរឿងហ្នឹងទេសាក់គិតថាគាត់ជាប្អូនស្រីយើងមើលមិនគាត់ជាម្ដាយយើងមើលមិនគាត់ជាជីដូនយើងមើលមិនហើយទៅគេលួចថតហើយផ្ដេសផ្ដាសចុះបើគេថតហើយក្រៅតែពីដឹងគាត់មានចេតនាអីចុះបើមានចេតនាមករំលោភសម្លាប់អីទៀតទៅឧទាហរណ៍បើយើងថតឃើញរូបអាភាសទៅកើតជំងឺស្រាប់ស្រាលអារម្មណ៍ផ្លូវភេទអីណាទៅធ្វើឲ្យអ្នកនោះឯងមានការប៉ុនប៉ងធ្វើបាបយាយីវាទៅជាបាត់ល្មើសតគ្នាតទៅទៀតអញ្ចឹងរួមគ្នាលុបបំបាត់ចោលអាវប្បធម៌ទំនៀមទម្លាប់ឬក៏ទម្លាប់អាក្រក់អសិលធម៌ហើយជារឿងផ្ដេសផ្ដាសចឹងទាំងអស់គ្នាណាបងប្អូនណាជួយគ្នារឿងវាច្រើនពេកចឹងបានថារកកន្លែងអត់រិះគន់អត់បានណាហើយដល់រិះគន់ទៅគេថាយើងទៅគប់រឿងប៉ុន្តែបើមើលអត់កែហើយដល់ពេលហើយតិចទៀតអស់លោកដែលថាគេទឹះហ្នឹងតិចទៀតដល់ប៉ះប្អូនស្រីគាត់ម្ដាយគាត់ឬជីដូនគាត់បានគាត់ភ្ញាក់ខ្លួនថាអូយចឹងសោះយើងអត់ទាន់ប៉ះខ្លួនឯងយើងចេះនិយាយការពាររដ្ឋាភិបាលនិងគណៈបកកណ្ដាលអំណាចដែលដឹកនាំរដ្ឋាភិបាលទៅថាគេខំប្រឹងដែរចេះតែរិះគន់ប៉ុន្តែដល់ពេលអត់ទាន់ប៉ះក្រុមគ្រួសារខ្លួនឯងទេតើប៉ះបានដឹងថានេះដោយលោកបណ្ឌិតកែមលីថាអញ្ចឹងថាអ្នកនឹងคล้ายទៅជាជនរងគ្រោះដូចតែគ្នានឹងទាំងអស់គ្នានឹងគ្រាន់តែអត់ដល់វេនទាន់ដល់វេនតាតិចទៀតដល់វេនហើយដល់វេនបានយើងស្រែកឥឡូវចូលដល់រឿងទី2គឺអាជីវករថាអាជ្ញាធរសម្រុកចោះរករឿងអ្នកស្តុកផលិតផលថៃដែលនាំចូលដោយស្របច្បាប់យុទ្ធនាការរបស់រដ្ឋាភិបាលកម្ពុជាក្នុងការសម្រុកធ្វើទុកបុកម្នេញផលិតផលថៃនៅប្រទេសកម្ពុជានេះគឺជាយុទ្ធនាការមិនខុសឆ្គងទេព្រោះយើងជាជាតិសាសន៍មួយគឺយើងត្រូវតែរឹតបន្តឹងអាការនាំចូលផលិតផលខុសច្បាប់ពីប្រទេសដទៃជាពិសេសពីប្រទេសថៃអីអញ្ចឹងហើយគឺយើងធ្វើឲ្យតាំងប៉ុន្តែកុំមើលតែផលិតផលថៃមើលផលិតផលយួនផងតើមានគីមីយ៉ាងម៉េចស្លាប់ប្រជាពលរដ្ឋអស់ហើយមើលផលិតផលចិនផងថាយកមកផលិតខ្វះគុណភាពឬក៏អីយ៉ាងម៉េចវាយលុកទីផ្សារយើងយ៉ាងម៉េចអីហ្នឹងគឺមើលទាំងអស់ផងក៏មើលតែផលិតផលថៃដោយសារតែយើងស្អប់ថៃរឿងចំនួនព្រំដែននោះឥឡូវហ្នឹងគឺចាប់ផ្ដើមធ្វើយុទ្ធនាការគឺចោះសម្រុកត្មងសម្រុកយកទៅចោះតាមហាងតាមស្អីអញ្ចឹងទៅហើយឆែកឆេរ
គឺរកគួនរំខានដោយសារតែលោកហ៊ុនសែនចេញសារមកគឺថានឹងចាប់អ្នកនេះយកទៅហែកដីអីណាជីកត្រង់សេហើយរកវាយទាំងបំណុងអីណាទៀតរកធ្វើបាបដោយសារតែរឿងរត់ពន្ធផលិតផលថៃបើរត់ពន្ធអានឹងជាអំពើខុសច្បាប់មិនមែនតែផលិតផលថៃទេផលិតផលអីក៏ចាប់ដាក់គុកដែរព្រោះអីវាជាអំពើខុសច្បាប់ចាំបាច់អីមកតឹងតែងអីតែរឿងឲ្យឆ្លោះគ្នាជាមួយថៃហ្នឹងហើយយកដូចជាសម្រុករឿងថៃហ្នឹងគឺមែនតើដែលមែនតើយើងអសិលធម៌មែនតើអគុណធម៌អសិលធម៌ឲ្យខុសច្បាប់ទៀតជាពិសេសពីថ្នាក់ដឹកនាំប្រជាពលរដ្ឋបរិយាកាសផលិតផលថៃវាគ្រាន់តែជារឿងសិលធម៌ទេប៉ុន្តែមេដឹកនាំបរិយាកាសផលិតផលថៃក្នុងនាមរដ្ឋាភិបាលគឺជារឿងអសិលធម៌ហើយគឺជារឿងខុសច្បាប់ទៀតខ្ញុំថារឿងថៃបើគេធ្វើប្រព្រឹត្តអសិលធម៌យើងដឹងហើយថាគេស្មោកគ្រោកប៉ុន្តែយកឈ្នះថៃមិនមែនធ្វើរបៀបហ្នឹងទេយើងប្តឹងថៃទៅតុលាការអន្តរជាតិនិងយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិមិនមែនយកវិធីពហិការឲ្យដើររករឿងផលិតផលថៃឲ្យថាយើងឈ្នះថៃទេយើងធ្វើអញ្ចឹងធ្វើឲ្យយើងមានបង្កើតអាគំនុំស្អប់ជាតិសាសន៍ហើយនឹងអ្នករស់ស៊ីជាមួយគ្នាទៀតវាអត់ទៅមុខទេគឺយើងដុតឲ្យឆេះរហូតតែយើងដុតហ្នឹងគឺដើម្បីកេងចំណេញនយោបាយពង្រៀងការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋឲ្យមើលអារឿងដែនដីធំហ្នឹងមកគិតតែពីរឿងមីកញ្ចក់ថៃវិញហើយឥឡូវហ្នឹងគឺក៏ចោះទៅមែនតើឃើញផ្សាយនឹងអូសអត់រំលងទេមានអាជីវករគេត្អូញត្អែគ្រប់គ្នាអ្នកខ្លះចេញវីដេអូខ្ញុំយកករណីរបស់ក្រុមហ៊ុនដឹកជញ្ជូនឬក៏ក្រុមហ៊ុនដែលដូច Amazon ឬក្រុមហ៊ុនយើងមិនប្រៀបធៀបដល់ Amazon វាធំណាស់គឺបានន័យថាជាក្រុមហ៊ុនដែលដឹកជញ្ជូនដូចថាបងប្អូនមានរបស់របរអីចឹងយកទៅដាក់នៅក្នុងកន្លែងគេហ្នឹងទៅមានអ្នកណាជាវពីកន្លែងណាទៅគេជួយដឹកជញ្ជូននឹងស្តុកទុករក្សាទ្រព្យឬក៏របស់របរហ្នឹងគឺដូចឃ្លាំងស្តុកផ្សារកណ្ដាលឈ្មួញកណ្ដាលអីមួយអីចឹងណាហើយទៅរករឿងគេឥឡូវរឿងដែលល្បីកក្រើកនៅក្នុងពេលប្រហែលប្រហែលជាមួយថ្ងៃវាស់ល្ងាចហ្នឹងតាំងពីម៉ោង9ព្រឹកដល់ម៉ោង10យប់ម្សិលមិញដែលម្ចាស់ហាងមួយគឺជាម្ចាស់ក្រុមហ៊ុនដែលរស់ស៊ីក្នុងការដែលដឹកជញ្ជូនទំនិញស្តុកទុកទំនិញដើម្បីដឹកជញ្ជូនបន្តឲ្យអតិថិជនអីហើយគេគ្នារស់ស៊ីតែស្របច្បាប់សោះទៅរករឿងគ្នាតាក់ទងនឹងរឿងផលិតផលថៃពីកន្ត្រកផលិតផលថៃហ្នឹងគ្នាបានពន្យល់ទៀតថាមានមកនឹងវាយូរហើយព្រោះអតិថិជនដែលព្រោះគាត់រកស៊ីរបៀបដឹកជញ្ជូនអញ្ចឹងអ្នកណាយកមកស្តុកទុកនៅក្នុងកន្លែងគាត់ចិត្តទៅដាក់ទៅព្រោះវាមានជារបរទទួលទានស្របច្បាប់អីអញ្ចឹងគាត់ថាផលិតផលថៃហ្នឹងគាត់អះអាងលើបណ្ដាញសង្គមថាស្តុកចូលតាំងពីឆ្នាំ2024តាំងពីអត់ទាន់មានសង្គ្រាមឆ្លោះគ្នាជាមួយថៃតាំងពីអត់ទាន់មានការធ្វើពហិការផលិតផលថៃមកម្លេះអញ្ចឹងអារបស់ហ្នឹងវានៅក្នុងឃ្លាំងហ្នឹងគ្នាយកទៅបោះចោលណាព្រោះមិនជារបស់ខ្លួនឯងហ្នឹងរបស់អតិថិជនដែលគេយកមកដាក់ផ្ញើដើម្បីឲ្យដឹកជញ្ជូនលក់បន្តអញ្ចឹងណាហើយតែអញ្ចឹងទៅចូលទៅរករឿងគ្នាទៅបើហៅប៉ូលីសម្ដង4-10នាក់ក្រោយមក30-40នាក់ក្រោយមកចេញបរិយាអាជ្ញាផងចេញព្រះអង្គហើយមកសម្លុតបំភ័យរហូតតតែប្រាប់ថាគាត់អត់សហការដោយសាររករឿងផលិតផលថៃហ្នឹងយើងធ្វើឲ្យថៃមើលងាយយើងណាបងប្អូនយើងមិនមែនថាផលិតផលថៃយើងពហិការយើងអីជាគំនិតប្រជាពលរដ្ឋប៉ុន្តែដល់ចាអាជ្ញាធរចុះទៅអញ្ចឹងហើយរបស់ផលិតផលថៃដែលនាំមកស្រុកខ្មែរនេះនៅនាំចូលបាន60%តាមផ្លូវទឹកនិងផ្លូវអាកាសហើយជាពិសេសមកពីខេត្តនៅស្ទឹងត្រែងឆ្លងតាមច្រកព្រំដែនឡាវជាផលិតផលចូលមកស្របច្បាប់តាមគោលការណ៍ WTO តាហើយទៅមករករឿងអ្នកដែលគ្នាលក់វិញចុះបើសិនជាអញ្ចឹងមែនហ្មងឲ្យវាជ្រុលតាវាច្បាប់ឲ្យវាឆ្អាបមាត់ហាមផលិតផលថៃឲ្យអស់បដ ாய் ហ្មងមើលបើចិត្តសឿងចង់និយាយចេះព្រោះអីខ្ញុំមិនលើកទឹកចិត្តឲ្យធ្វើដូច្នេះទេព្រោះធ្វើដូច្នេះគឺយើងបំពានច្បាប់ WTO ហើយធ្វើឲ្យមុខមាត់ជាតិសាសន៍យើងហ្នឹងគឺវាអន់សិលធម៌អន់ការទទួលខុសត្រូវខ្លាំងណាស់ប៉ុន្តែយើងហាក់បីដូចជាចង់ធ្វើអញ្ចឹងប៉ុន្តែលឹបលធ្វើទៅខ្លាចគេថាប៉ះពាល់ WTO ប៉ុន្តែមករករឿងអ្នកលក់ទៅរករឿងអ្នកលក់យ៉ាងម៉េចគ្នាគ្រាន់តែជាអ្នកទទួលបន្តតាដើមខ្សែនៅគយព្រំដែនឯណោះមន្ត្រីពុកលលួយមន្ត្រីគយដែលបើកឲ្យគេចូលមកហើយមន្ត្រីគយនឹងទៀតសោតក៏អាចទប់បានអភិបាលខេត្តក៏អាចទប់បានព្រោះអីផលិតផលទំនិញថៃដែលកម្ពុជាអត់ធ្វើពហិការអត់ហាមដូចជាបន្លែផ្លែឈើហើយនឹងប្រេងសាំងគឺគេនៅតែនាំបានស្របច្បាប់នឹងយើងទៅខាត់ហើយតើមករករឿងអ្នកលក់ដើម្បីជាសារមួយប្រាប់អ្នកលក់រកស៊ីនៅស្រុកខ្មែរទាំងអស់អត់ព្រមចូលរួមធ្វើពហិការផលិតផលថៃនៅតែស្តុកទុកផលិតផលថៃសូម្បីតែរបស់នឹងរបស់ត្រូវច្បាប់តើអស់លោកគិតអីខ្ញុំពងតែឆ្ងល់ហេតុអីបានទម្លាក់តម្លៃខ្លួនយើងទៀតម្លេះកុំប្រើនយោបាយជាតិនិយមជ្រុលអីបងប្អូនមិនគ្រប់គ្រងផលិតផលថៃជាសិទ្ធិសម្រេចរបស់បងប្អូនអានឹងរឿងបងប្អូនខ្ញុំគ្រាន់តែពន្យល់ថាកុំធ្វើឲ្យយើងចាញ់ប្រៀបថៃច្រើនពេកគេមើងងាយយើងច្រើនហើយប៉ុន្តែកុំឲ្យអារឿងតូចតាចដោយផលិតផលថៃដែលនាំមកស្របច្បាប់សោះមករករឿងគេអ្នកដែលនៅបន្តដាក់លក់
បើយើងមិនចង់ឲ្យគេដាក់លក់យើងបិទផលិតផលថៃលែងឲ្យចូលមកសុទ្ធតែម្ដងមើលថ្នាក់ដឹកនាំហ្នឹងកុំនៅលឹបលធ្វើរបៀបត្រូវច្បាប់ធ្វើរបៀបខុសច្បាប់នយោបាយប្រជាពិធបោកប្រាស់ប្រជាពលរដ្ឋចឹងបិទឲ្យអស់បដ ாய் ទៅទាំងផ្លូវគោកផ្លូវទឹកផ្លូវអាកាសអីហ្នឹងឲ្យចប់មកបើចិត្តសឿងប៉ុន្តែខ្លួនហ្នឹងគឺដេកផ្សំដួលលមូលផ្សំក្រិចពាក់ឯកាមិនពាក់ឯកាហាមឃាត់មិនហាមឃាត់ដល់ចុងក្រោយមករករឿងអ្នកលក់វិញគ្នាខុសអីដូច Lavia អញ្ចឹងគ្នាគ្រាន់ផ្សាយផលិតផលបើគ្នាលក់លេផលិតផលនាំពីថៃនាំពីអីមកក៏ក្រើកមកអាយុមកហើយដល់ពេលហើយសល់ស្តុកគាត់អ្នកណាសងគាត់ឧទាហរណ៍ហើយតែយើងទៅណែនាំគាត់ថាលើកទឹកចិត្តបយប្រជាប្រដ្ឋសម្រាប់ខ្លួនឯងតែមន្ត្រីអាជ្ញាធរមូលដ្ឋានសមត្ថកិច្ចមិនអាចទៅស្អីទៅពាក់ឯកាអញ្ចឹងទេវាខុសច្បាប់ខុសសិលធម៌ខុសច្បាប់ខ្ញុំនិយាយហ្នឹងគឺកុំឲ្យចាញ់ព្រៀបថៃមករករឿងមួយណាទេថាគ្រប់ត្រថៃអស់លោកអើយចឹងខ្ញុំថាខ្មែរយើងដល់ថ្នាក់ហ្នឹងដល់ទៀតដល់ថ្នាក់ហ្នឹងខ្ញុំមិននឹកស្មានសោះតែម្ដងឆ្លោះគ្នាជាមួយគេគួរតែយើងនឹងឲ្យក្រាន់បើនិស្សិតបញ្ញវន្តចេញមកសុទ្ធតែពួកបាត់ផ្សារមកប្រឡែងឲ្យខំដូចសត្វធាតចឹងហើយដល់ចឹងទៅធ្វើឲ្យយើងនឹងកាន់តែអន់កាន់អីប្រឡែងមកបដ ாய் អត់ចងកន្លោះចងខ្សែអីទេគឺថាប្រឡែងឲ្យខំមកប្រឡែងឆ្កែកាចហើយឆ្កែនេះគឺថាអ្នកខ្លះក្មេងៗតាន់ជួបបលិចពីក្បាលខ្ញុំស្ដាយខ្ញុំស្រក់ទឹកភ្នែកបងប្អូនស្រក់ទឹកភ្នែកហ្នឹងគឺអាណិតអាសូរជាតិយើងដែលមានមនុស្សបាយ3ពេលត្រូវគេជួលធ្វើដូចសត្វធាតចឹងព្រោះខំអូយអ្នកខ្លះបានរៀនសូត្របានអីរហូតដល់នៅស្រុកក្រៅនៅអីប៉ុន្តែខួរក្បាលហ្នឹងគឺត្រូវគេលៀងដូចខ្មែរក្រហមចឹងដូចខ្មែរក្រហមអាយុ12ឆ្នាំយកម៉ែឪខ្លួនឯងទៅសម្លាប់ដោយសារការលៀងខួរក្បាលហ៎បងប្អូនខ្ញុំស្រក់ទឹកភ្នែកសំណោះជាតិយើងណាមិនគួរណាធ្លាក់ដល់កម្រិតនេះសោះកម្រិត0នេះឆ្នាំ0ទៀតនេះបងប្អូនភ្ញាក់រលឹកឡើងបងប្អូនអត់ធ្វើដូច្នេះទេអាញាធរហ្នឹងចុះទៅសម្រុកនៅហាងហ្នឹងគឺខ្ញុំមិនរៀបរាប់លម្អិតទេគ្រាន់តែថាមានកណនី Facebook មួយឈ្មោះ N វិចិត្រឬក៏វិចិត្រ N ហ្នឹងគាត់សរសេរអញ្ចេះគាត់ថាតាំងតែពីរស៊ីមកខ្ញុំបានប្រមូលនឹងបងពុនជូនរដ្ឋមិនតិចជាង$2 លានទេទិន្នន័យនេះខាងពន្ធដារអាចឆែកបានគ្រាន់តែអីវ៉ាន់2កញ្ច្រែងរបស់ភ្ញៀវគេយកមកក្រុមហ៊ុនដឹកជញ្ជូនរបស់ខ្ញុំពួកលោកចាំបាច់ប្រើកម្លាំង50នាក់មកពាត់ជុំវិញឃ្លាំងខ្ញុំដូចជាខ្ញុំជាអក្រិតជនខ្ញុំពិតជាខឹងខ្លួនឯងណាស់ដែលខ្ញុំជានិស្សិតពូកែម្នាក់រៀនដល់ថ្នាក់បណ្ឌិតពីសហរដ្ឋអាមេរិកមានតាមអាហារូបករណ៍រៀនបាននិទេស A គ្រប់និទេសទាំងអស់សម្រាប់ថ្នាក់អនុបណ្ឌិតរបស់ខ្ញុំនៅតែមិនអាចការពារខ្លួនឯងបាននេះហើយដែលខ្នងថាម៉ោងសំទោសនេះហើយដែលខ្ទង់ម៉ោង4ជាងហើយខ្ញុំថាឲ្យពួកគាត់ហៅក្រុមគាត់ទាំងអស់មកឲ្យអស់មកដាក់ទោសខ្ញុំម្ដងឲ្យហើយទៅកុំឲ្យរំខានការរកស៊ីធ្វើឲ្យបុគ្គលិកខ្ញុំផិតភ័យតាមពិតលោកអិនវិចិត្រនេះគាត់បន្តថាយកកម្លាំង50-60នាក់មកដាក់មុខក្រុមហ៊ុនខ្ញុំរកស៊ីស្របច្បាប់សោះពួកខ្ញុំសហការរហូតដល់ថារកស៊ីអត់បានដាច់បាយដាច់ទឹកដល់ម៉ោង10យប់តាំងពីព្រឹកគ្នាខ្ញុំមានតែ3នាក់ទេរៀបរៀងឯណាបើឲ្យពិនិត្យអីវ៉ាន់2កញ្ច្រែងពីព្រឹកដល់ល្ងាចពួកខ្ញុំបានស្នើដោយចំសុំឲ្យពួកគាត់មកគ្នាទាំងអស់មកក៏មកក្រុមនេះបន្តិចក្រុមនោះបន្តិចអាច3ថ្ងៃអត់ចប់ទេដើម្បីបញ្ចប់ការងារពិនិត្យអីវ៉ាន់2កញ្ច្រែងហ្នឹងឃ្លាំងខ្ញុំលោកចាញ់ចូលស្រេចតែអញ្ចិតរឿងអីថាពួកខ្ញុំរៀបរៀងឬអត់សហការពួកលោកទេដែលប្រើអំណាចរដ្ឋនឹងគ្នាមកគំរាមកំហែងពួកខ្ញុំទោះខ្ញុំធំណាស់ទៅឬបើគ្រាន់តែអីវ៉ាន់គេជាបញ្ញើហើយអីវ៉ាន់នេះតិចណាស់ផ្ញើទុកឃ្លាំងតាំងពីឆ្នាំ2024គាត់បន្តថាខ្ញុំពិតជាអៀនខ្មាស់ណាស់ដែលរឿងនេះកើតមកលើក្រុមហ៊ុនដឹកជញ្ជូនស្របច្បាប់របស់ខ្ញុំក្រុមហ៊ុនខ្ញុំបង់ពន្ធជូនរដ្ឋរាល់ខែរាល់ឆ្នាំហេតុអីបានជាការចោះឆែកឆេរគ្មានលិខិតអនុញ្ញាតមកបង្ហាញអីសោះហើយបើទោះជាគ្មានលិខិតពួកខ្ញុំជាអ្នករស៊ីស្របច្បាប់នៅតែអនុញ្ញាតឲ្យឆែកឆេរទៅទៀតតាមចិត្តគឺពីម៉ោង9ព្រឹកដល់ពេលល្ងាចហើយនៅចោតពួកខ្ញុំថាអត់សហការទៀតទុកកម្លាំង30-40នាក់នៅមុខក្រុមហ៊ុនខ្ញុំរំខានការរស៊ីពួកខ្ញុំនឹងធ្វើឲ្យបុគ្គលិកខ្ញុំដែលមានស្រីតែ4នាក់ផិតភ័យខ្លាចជាខ្លាំងមិនត្រឹមតែប៉ុណ្ណោះពួកគាត់ព្យាយាមរារាំងមិនឲ្យបងប្រុសខ្ញុំទៅយកកូននៅសាលារៀនចង្អុលមុខប្រើពាក្យធ្ងន់មកដាក់ពួកខ្ញុំដែលគ្រាន់តែជាអ្នករកស៊ីស្របច្បាប់នេះហើយប្រទេសនីតិរដ្ឋនេះហើយប្រទេសច្បាប់យកអាបញ្ហារឿងថៃនឹងមកគឺធ្វើឲ្យពុលពេញស្រុកអារឿងសំខាន់ដែលជាសិលធម៌សុជីវធម៌ចង់រករឿងថៃឲ្យថៃបាក់ស្បាតអត់ព្រមទៅដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រមតនអន្តរជាតិអូសកកថៃដើម្បីខ្ជាក់ដីឲ្យសងសំណងខូចខាតទៅហ៊ានស្លាប់ប្រជាពលរដ្ឋស៊ីវិលស្លាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តខូចខ្ទេចខ្ទីអស់គេយកអត់ព្រមធ្វើទេមករករឿងខ្មែរគ្នាឯងរឿងនៅគ្រប់គ្រងផលិតផលថៃដែលយើងបើកព្រំដែនបាក់មេឃឲ្យផលិតផលថៃចូលមករាល់ថ្ងៃអត់មានបានហាមឃាត់សោះតែយើងមកធ្វើជាបែបនេះទៅវិញ
នេះគឺជានយោបាយចម្លែកខុសគេលើលោកហើយខ្មែរយើងជាអ្នករងទុក្ខហើយរងទៅលោកបណ្ឌិតកែមលីនិយាយឲ្យថាគ្រាន់តែមិនទាន់ដល់វេនអ្នកចង់ដឹងថាបងប្អូនដែលរស់ស៊ីនៅឃ្លាំងនេះជាអ្នកណាទេបងប្អូនមានកណនី Facebook មួយគាត់សរសេរថាអឺ អ្នកទាំងអស់នេះសុទ្ធតែអ្នកមានស្វាមីភក្តិចំពោះគណៈបកប្រជាជនកម្ពុជាគណៈបកកណ្ដាលអំណាចតាំងពីដើមរៀងមកទេតែមែនតើអ្នករស់ស៊ីទាំងអស់ទោះអ្នកឯងចូលចិត្តគណៈបកប្រជាជនគណៈបកកណ្ដាលអំណាចឬក៏មិនចូលចិត្តអាសាច់ជូនខ្លាបាននៅស្រុកបានចូលហែបកចូលលុយបកចូលអីចឹងទៅដើម្បីកុំឲ្យគេររឿងនឹងជាសកម្មជនចុងក្រោយឃើញគេររឿងបានដូចតែគ្នានឹងជាសកម្មជនជាមនុស្សរបស់គណៈបកប្រជាជនកម្ពុជាផងឃើញនៅឃើញថាអ្នកនឹងខ្លាចជាជនរងគ្រោះបើទោះបីជាមិនទាន់ដល់វេនឬក៏អ្នកមិនធ្វើអីខុសសោះក៏ដោយនេះករណីនេះអត់ធ្វើអីខុសសោះស្របច្បាប់ទាំងអស់ប៉ុន្តែគេនៅតែរករឿងបានដោយសារអញ្ចឹងប្រព័ន្ធច្បាប់នេះគឺជាប្រព័ន្ធព្រឺខ្លាចព្រឺព្រួចដែលប្រជាពលរដ្ឋរកស៊ីស្របច្បាប់ត្រូវយូរភ័យលែងហ៊ានរកស៊ីអីបានចាក់លុយគេអ្នកណាសងធនាគារមីក្រូហិរញ្ញវត្ថុអ្នកណាសងនៅពេលដែលយើងមកធ្វើបែបនេះអាជ្ញាធរអត់ខ្វល់លីងផ្គាប់ចិត្តលោកហ៊ុនសែនតែម្នាក់ឲ្យព្រោះដើរឲ្យកម្ចាត់ឲ្យអញ្ចឹងដើម្បីឲ្យប្រជាពលរដ្ឋមើលទៅថាអាជ្ញាធរគេសម្រុកតែយូរទៅមើលអុកញ៉ាណាបំផ្លាញនាំជង្គង់មន់នាំអីនាំគ្រឿងថៃមកអត់តាន់បានប៉ះមួយទេមកធ្វើបាបគ្នាតូចតាចអញ្ចឹងទៀតបាទឥឡូវនេះខ្ញុំស្លេះរឿងនេះពីរឿងកែមលីលោកបណ្ឌិតកែមលីមិញហ្នឹងទៅជ្រុលនិយាយឲ្យក៏ខ្ញុំចង់លើកពីរឿងវិញ្ញាណក្ខន្ធរបស់លោកបណ្ឌិតកែមលីត្រូវបានមនុស្សមួយក្រុមដែលបង្កើតក្រុមគេហៅ100រាត្រីថ្មីអីគេនោះបំផ្លាញវិញ្ញាណក្ខន្ធរបស់លោកបណ្ឌិតកែមលីខ្ញុំស្រក់ទឹកភ្នែកទៀតហើយបងប្អូនមានយុវជនម្នាក់ដែលកាលហ្នឹងស្មោះស្ម័គ្រក្នុងការជួយលោកបណ្ឌិតកែមលីក្នុងចលនា100រាត្រីដើម្បីតាមដានមើលនិគមជនយួននៅស្រុកខ្មែររឿងពុករលួយរឿងសិទ្ធិមនុស្សរឿងបាត់បង់ដែនអធិបតេយ្យ100រាត្រីរបស់លោកបណ្ឌិតកែមលីហ្នឹងគឺទៅមើលប្រជាពលរដ្ឋនៅជ្រៃធំមើលនៅភូមិដូងនៅកន្លែងដែលបាក់ដីទៅវៀតណាមលាក់ហ្នឹងគឺថាធ្វើដើម្បីជាតិមាតុភូមិតែដល់ពេលលោកបណ្ឌិតកែមលីទទួលគេសម្លាប់បាត់ពី10ឆ្នាំមុនស្រាប់តែក្រុម100លីត្រីនេះបង្កើតឡើងជាក្រុមថ្មីទៅធ្វើការឲ្យគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលកម្ពុជាហើយចាប់ផ្ដើមដុតចោលគេដំណើរនិងវិញ្ញាណក្ខន្ធរបស់លោកបណ្ឌិតកែមលីទាំងបំពេញតែម្ដងក្រុមនេះគឺដឹកនាំដោយក្រុមនិស្សិតដែលអះអាងថាខ្លួនជានិស្សិតជាអីហ្នឹងដែលដឹកនាំក្រុម100រាត្រីខ្ញុំមិនលើកឈ្មោះទេព្រោះខ្ញុំខ្ពើមនឹងនិយាយឈ្មោះអស់លោកទាំងអស់នេះណាព្រោះអីយើងធ្វើនេះគឺធ្វើរបៀបដូចជាសំបាយ3ពេលហ្នឹងដូចជារកអីរស់អត់បានណាបងប្អូនរកអីរស់អត់បានគឺត្រូវតែធ្វើរបៀបជាបាវបំរើគេដាច់ថ្លៃហើយលក់ដំកតិមនសិការខ្លួនឯងហើយចាប់ផ្ដើមធ្វើរឿងផ្ដេសផ្ដាសរឿងផ្ដេសផ្ដាសដែលក្រុមនេះកំពុងតែធ្វើនេះគឺក្រុម100រាត្រីដែលអួតថាជាខ្ញុំជឿថាអស់លោកគួរតែដាក់ក្រុម1សែនរាត្រីឬក៏ក្រុមស្អីផ្សេងទៅកុំយកគេដំណើរលោកបណ្ឌិតកែមលីអីដែលវិញ្ញាណក្ខន្ធរបស់លោកកំពុងតែនៅវិលវល់ហើយយើងក្បត់វិញ្ញាណក្ខន្ធគាត់បែបនេះប្រយ័ត្នគាត់ដាក់បណ្ដាសាយើងឲ្យចុះនរោអស់ព្រោះអីលោកបណ្ឌិតកែមលីមិនមែនអន្តេរថៃអញ្ចឹងទេព្រោះក្រុមនេះមួយថ្ងៃអត់ធ្វើអីទេគឺនាំគ្នារៅឆានគណៈបកនយោបាយដែលកំពុងតែបង្កើតថ្មីឬក៏មានកវែកកឆ្នាំងហ្នឹងឥឡូវហ្នឹងគេចេញយុទ្ធនាការជាប្រចាំថ្ងៃណាក៏ឃើញយុទ្ធនាការគេនឹងដែរគឺគេធ្វើដើម្បីដាក់សម្ពាធឲ្យគណៈបកកម្លាំងជាតិដែលដឹកនាំដោយលោកជាមនីនេះព្យាយាមប្រកាសផ្ដាច់ខ្លួនពីលោកសំរងស៊ីអើយខ្ញុំមិនយល់លោកបណ្ឌិតកែមលីអត់ដែលទៅធ្វើការងារ100រាត្រីគាត់អញ្ចឹងសោះលោកបណ្ឌិតកែមលីរិះគន់អំពីសង្គមរិះគន់អំពីបញ្ហាអសកម្មឲ្យកែឲ្យមានវិជ្ជមានដើម្បីឲ្យប្រជាពលរដ្ឋ18លាននាក់ទទួលអាស្រ័យផលសមស្របអស់លោកគិតថាយកគេដំណើរលោកបណ្ឌិតកែមលីមកតែបំផ្លាញវិញ្ញាណក្ខន្ធផ្សែងស័ព្ទរបស់លោកបណ្ឌិតកែមលីមិនទាន់បាត់ឈ្ងៀមផងអស់លោកយកមកទៅលាបពណ៌គណៈបកនយោបាយកម្លាំងជាតិហ្នឹងទៅរករឿងលោកសំរងស៊ីដែលរដ្ឋាភិបាលកម្ពុជាដាក់ទោសលោកសំរងស៊ីជាង100ឆ្នាំហើយហ្នឹងដកស្អីសិទ្ធិបោះឆ្នោតសិទ្ធិស្អីអូយមិនរួយចុះហេតុអីក៏ទៅរករឿងគណៈបកកម្លាំងជាតិនេះដែលគ្នាទៅកវៃកឆ្នាំងប្រធានបកនេះលោកសុនចន្ទធីដាក់គុកគ្នាឥឡូវដកសិទ្ធិនយោបាយអស់ឥឡូវឡើងមកលោកជាមនីអត់ទាន់បានអីហើយលោករងឈុនជាប់អាទោសគេហ្នឹងឥឡូវកាត់ទោសកាត់អីអូយអត់តែអ្នកណាមកកម្លាំងជាតិហ្នឹងគឺជួយបំផ្លាញគ្នាដឹងថាខ្លាចប៉ះពាល់អីទៅយកយោបល់អីពីលោកសំរងស៊ីនៅក្រៅប្រទេសចុះខ្លាចអីក៏ខ្លាចយ៉ាងនេះអស់លោកធ្វើនយោបាយអីក៏ដូចមន់កំសាកញីយ៉ាងនេះ
យើងធ្វើនយោបាយបែបនេះគឺជានយោបាយបំផ្លាញឲ្យប្រជាពលរដ្ឋគេដឹងទៀតខ្ញុំថាបើអស់លោកជ្រុលតែចង្រៃចឹងអស់លោកទៅធ្វើអីផ្សេងទៅកុំយកអា100រាត្រីរបស់លោកបណ្ឌិតកែមលីមកឲ្យគ្នាវិញ្ញាណក្ខន្ធឲ្យប្រជាពលរដ្ឋជាង2លានអ្នកដែលហាយសពលោកបណ្ឌិតកែមលីគឺគេស្អប់ខ្ពើមអស់លោកណាស់ព្រោះគេមិនអាចធ្វើអីអស់លោកបានទេតើលោករស់នៅក្នុងជីវិតក្នុងឋាននរកអវជ័យអញ្ចឹងដែរកើតដែរទេហើយទៅខ្វល់អីពីរឿងលោកសំរងស៊ីដែលយើងដាក់ទោសគាត់ដែលគិតថាអត់ចង់និយាយអីពីលោកសំរងស៊ីអត់ចង់ពីរំលឹកអីពីលោកសំរងស៊ីតែមួយថ្ងៃរឿងនិយាយតែពីរឿងលោកសំរងស៊ីហ្នឹងហើយចាប់ឲ្យលោកមានគណៈបកហ្នឹងប្រកួតប្រជែងទៅឲ្យគេប្រកួតប្រជែងទៅបើគេនៅរដ្ឋាភិបាលនៅក្នុងស្រុកហ្នឹងអឺបោះឆ្នោតឲ្យសេរីត្រឹមត្រូវនឹងយុត្តិធម៌មួយថ្ងៃចាំមើលអានេះគឺជាល្បិចដូចលោកពេជ្រស្រស់ចឹងលោកពេជ្រស្រស់ប្រធានគណៈបកយុវជនហ្នឹងហើយដែលជាមេកមីនៅក្នុងការនាំអាតដាក់ពាក្យប្តឹងឲ្យរំលាយគណៈបកសង្គ្រោះជាតិប្រជាពលរដ្ឋដែលគ្រប់គ្រងគណៈបកសង្គ្រោះជាតិកន្លះប្រទេសហ្នឹងគឺនៅថ្កោលទោសលោកពេជ្រស្រស់រហូតដល់ឥឡូវរហូតដល់ជីវិតចុងក្រោយរបស់ពួកគេគ្រប់គ្នាគេមិនដែលភ្លេចទេក៏ឥឡូវគេអាចធ្វើអីលោកពេជ្រស្រស់បានដូចថាមានការការពារពីគណៈបកប្រជាជនកម្ពុជាគេខ្ចីដៃយកមកប្រើដើម្បីរំលាយគណៈបកសង្គ្រោះជាតិប៉ុន្តែជាបណសិការជាការថ្កោលទោសផ្លូវចិត្តហ្នឹងគឺប្រជាពលរដ្ឋគេថ្កោលទោសយើងឃើញកម្ពុជាលោកពេជ្រស្រស់មិនស្រួលទទួលគេហៅបដាសាហ្នឹងបានប្អូនប្រុសគាត់លោកពេជ្រកំស្រិនហ្នឹងទៅចូលដៃគ្នាជាមួយលីរតនៈរស្មីហើយនឹងភៀណ້ອຍបាញ់សម្លាប់លោកលឹមកំយ៉ានៅទីក្រុងបាងកកកាលពីដើមខែមករាឆ្នាំ2025ឥឡូវហ្នឹងរត់មកនៅស្រុកខ្មែរហ្នឹងដឹងពួនកន្លែងណាឬក៏ពើស៊ីបាត់ទាំងពីរនាក់ហ្នឹងក៏យើងអត់ដឹងប៉ុន្តែឃើញទេគឺបងប្អូនគាត់ហើយឃើញមុខមាត់ក្រុមគ្រួសារតកូលគាត់តើបាក់មុខប៉ុណ្ណាទៅដែលមានក្រុមគ្រួសារទៅចូលរួមជាមួយឃាតករបាញ់សម្លាប់លោកលឹមកំយ៉ាអីអញ្ចឹងគឺថាវាធ្វើឲ្យខូចពូជខូចម្បូរគាត់ទៀតប៉ុន្តែអាចត្រូវបណ្ដាសាហ្នឹងក៏តែមិនដឹងព្រោះអីអំពើដែលយើងប្រព្រឹត្តផ្ដេសផ្ដាសព្រះអត់ជួយចង់និយាយអញ្ចឹងណាយើងបើមិនជឿបនបាបអីអកុសលកម្មវាអាចមកពីអំពើសាងរបស់យើងក៏តែមិនដឹងតែណាហើយខ្ញុំមិនទៅយកអីចងកម្មពីអីជាមួយលោកពេជ្រស្រស់ខ្ញុំសូមឲ្យលោកទទួលបានសេចក្តីសុខចម្រុងចម្រើនអីគ្រប់ប្រការចោះព្រោះអីលោកធ្វើហ្នឹងក្បត់មនសិការដំកតិអីដែរប៉ុន្តែជួនកាលអាចដោយសារតែបាយ3ពេលដូចតែគេដូចតែឯងដែរហ្នឹងអាសាច់ជូនខ្លាបាននៅស្រុកបានវាពិបាកដែរបន្ទោសហ្នឹងបន្ទោសតែវាមិនកើតក៏ប៉ុន្តែពេលខ្លះកុំឲ្យវាជ្រុលពេកបើជាបញ្ញវន្តជាការរៀនសូត្រចេះដឹងមានស្អីសញ្ញាបត្របណ្ឌិតអីធ្វើឲ្យខុសពីកុំឲ្យថាប្រជាពលរដ្ឋសាមញ្ញត្រឹមរត់ស៊ីក្លូម៉ូតូកង់ឌុបក៏គេមានគំនិតស្នេហាជាតិប្រសើរជាងអស់លោកផងទៀតដែលមានបណ្ឌិតនឹងនោះហើយឥឡូវនេះដល់ពេលយកក្រុមរបស់គាត់ហ្នឹងគឺទៅលំនាំលោកពេជ្រស្រស់ទៀតចាប់ដើមថ្កោលទោសលោកសំរងស៊ីឲ្យលោកជាមនីហ្នឹងផ្ដាច់ខ្លួនពីលោកសំរងស៊ីប្រកាសចុះប្រកាសឡើងដល់ពេលលោកជាមនីអត់ព្រមប្រកាសផ្ដាច់ខ្លួនចាប់ផ្ដើមរំហទៅសេញ៉ាត់អីឲ្យរំលាយគណៈបកកម្លាំងជាតិគេទៀតហើយផ្លូវហ្នឹងគឺផ្លូវទៅហ្នឹងទៀតហើយអាដែលអត់មានចោលសោះហើយអស់លោកអូយឲ្យប្រជាពលរដ្ឋក្តៅតូមមិញបដាសាជាប់បដាសាងាប់ហើយអស់លោកកុំធ្វើធូរថ្លៃចឹងពេកអីហីរអីខ្លះទៅនិស្សិតបញ្ញវន្តហ្នឹងរឹតគិតគំនិតច្នៃប្រឌិតផលិត drone អីទៅទម្លាក់គ្រាប់លើក្បាលទាហានថៃអីខ្លះទៅហ៎មកគិតតែពីរឿងបំផ្លាញខ្មែរគ្នាឯងដែលកវៃកឆ្នាំងហ្នឹងតើលោកចង់បានអីឲ្យប្រកាសស្មានតែប្រជាពលរដ្ឋគេល្ងងមិនខ្ញុំកំពុងតែឆ្ងល់អស់លោករាល់ថ្ងៃហ្នឹងរួចខ្លួនដោយសារតែគណៈបកប្រជាជនកាងទេបើអត់គណៈបកប្រជាជនកម្ពុជាហ្នឹងមិនស្រួលដើរតាមផ្លូវហ្នឹងគេវាយបែកមុខបែកមាត់ទៀតយើងអត់មានខ្លាចមានអំពើខ្មាស់អៀននិងអំពើទុច្ចរិតអំពើអសិលធម៌អញ្ចឹងសោះខ្ញុំឆ្ងល់ចាស់នៅក្មេងៗហេតុអីបានជាយើងបណ្ដោយខ្លួនដូច្នេះខ្ញុំចូលរួមសោកស្ដាយដែរប៉ុន្តែណាហើយនេះគឺជាឧបករណ៍នយោបាយរបស់គណៈបកកណ្ដាលអំណាចដែលគេយកក្រុម100រាត្រីគេហៅយកបន្លាជួបបន្លាយកក្រុមដែលជាមរតករបស់លោកកែមលីយកបន្សាបវិញ្ញាណក្ខន្ធលោកបណ្ឌិតកែមលីតើអគុណធម៌ប៉ុណ្ណាទៅបើយើងមិនធ្វើអីសោះមិនបានជួយលោកបណ្ឌិតកែមលីក៏យើងកុំបំផ្លាញគេឈ្មោះគេតម្លៃរបស់លោកបណ្ឌិតកែមលីអីព្រោះប្រជាពលរដ្ឋទាំង18លាននាក់ក្រៅតែពីក្រុមអស់លោកហ្នឹងគឺគេនៅស្រឡាញ់នៅគោរពវីរៈភាពរបស់លោកបណ្ឌិតកែមលីគ្មានថ្ងៃបំភ្លេចទេតែអស់លោកនៅចងោប្រយ័ត្នវិញ្ញាណក្ខន្ធរបស់លោកបណ្ឌិតកែមលីតាមព្យាបាទដាក់បដាសាអស់លោកឲ្យចុះនរកខ្ញុំគ្រាន់តែប្រាប់ទេបើថាមិនជឿអីជឿបនបាបខ្លះទៅកន្លែងខ្លះអាចប្រយ័ត្នអ្នកតាកាច់ខ្ញុំគ្រាន់តែប្រាប់ទេមិនដឹងតែត្រូវធ្វើមិនឲ្យអ្នកទាំងអស់នោះស្ដាប់ទេព្រោះដូចជាព្រះដាស់មែនតើហើយចាំមើលតិចទៀតមកទៀតហ่ะតិចទៀតបានកម្មវត្ថុហ្នឹងយកមួងណារ៉េតហ្នឹងជាកម្មវត្ថុវាយបហាជេមួងណារ៉េតទៀតល្បីមួងណារ៉េតទៀតហេធ្វើមិនទេវាល្បីខុសរឿងចឹងដែរមួងណារ៉េតហ្នឹងវាចៃដន្យបង្អែមលៀងមាត់របស់យើងហ្នឹងបើប្រាប់ថាបង្អែមហ្នឹងវាអាចទឹកនោមផ្អែមទេធ្វើមិនឥឡូវសម្ោចមករួមស្ករហ្នឹងកាន់តែច្រើនទៅហើយមានទាំងសម្ោចភ្លើងមានទាំងសម្ោចស្លូតមានទាំងសម្ោចកាច
ធ្វើមិនខ្ញុំបើកទទួលទូទៅជាធម្មតាមកសម្ោចកាចសម្ោចស្លូតអីក៏ដោយអញ្ជើញតាមចិត្តអញ្ជើញតាមសប្បាយចុះព្រោះអានេះជាធម្មតាមួងណារ៉េតវាគ្មានកម្លាំងអីណាទៅបង្ក្រាបងើបមួយវាយមួយអីណាទេអស់ហើយត្រឹមប៉ុណ្្នឹងឯងហើយប្រឹងកូរស្ករនឹងឲ្យឈ្ងុយជាងដើមទៀតប្រឹងជូតស្លឹកចេកនឹងឲ្យកាន់តែស្អាតខ្ជូងនឹងគឺកុំឲ្យមានធូលីកុំឲ្យមានអីខ្ទិះដូងនឹងចម្បាច់យកអាខ្ទិះដើមខ្ទិះអីចុងនឹងគឺថាយើងធ្វើមិនឲ្យតែកាន់តែឈ្ងុយឆ្ងាញ់ធ្វើមិនឲ្យអាសម្ោចភ្លើងឬក៏សម្ោចយួនហ្នឹងឲ្យជាប់ជើងស្អិតនៅហ្នឹងទាំងអស់ហ្មងទៅបើសម្ោចផ្សេងទៀតមកអីយ៉ាងម៉េចខ្ញុំអត់ដឹងដែរព្រោះអាការធ្វើធម្មតានេះគឺវាមិនអាចចោលបានបាទឥឡូវខ្ញុំបញ្ចប់រឿងនឹងសិនខ្ញុំចូលដល់រឿងប្រធានធនាគារសំទោសស្ត្រីលក់គ្រឿងសង្ហារិមម្នាក់ត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារ2ឆ្នាំពីបទញុះញង់និងប្រមាថចាប់ទៀតហើយបងប្អូនរឿងដោះលែងនឹងអត់មានទេសុកចិត្តចាប់ខុសកុំឲ្យលែងច្រឡំអង្គការលីកាដូថានៅរសៀលថ្ងៃនេះសាលាដំបងរាជធានីភ្នំពេញប្រកាសសាលក្រមផ្ដន្ទាទោសអ្នកស្រីមួយយូលេងអាយុ53ឆ្នាំដែលជាអ្នកលក់គ្រឿងសង្ហារិមមួយរូបនៅភ្នំពេញដោយផ្ដន្ទាទោសដាក់ពន្ធនាគារ2ឆ្នាំបណ្ណៃប្រាក់4លានរៀលប្រមាណ$1000ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនិងការប្រមាថអីចឹងទៅការផ្ដន់ទាទោសនេះធ្វើពាក់ព័ន្ធនឹងករណីដែលអ្នកស្រីបានចែកចាយលើបណ្ដាញសង្គមជំវិញការរិះគន់ថ្នាក់ដឹកនាំនិងស្ថាប័នរដ្ឋាភិបាលអំពីបញ្ហាព្រំដែនកម្ពុជាថៃតើមានច្បាប់ឯណាទៅចាប់មនុស្សដាក់គុករឿងនិយាយបញ្ចេញមតិរិះគន់រឿងព្រំដែនអស់លោកធ្វើរឿងព្រំដែនគួរតែចាប់អស់លោកដាក់គុកហើយរឿងបាត់ដីឲ្យគេអស់62កន្លែងនៅលើមកចាប់អ្នករិះគន់ទៅវិញហើយក្រោយប្រកាសសាលក្រមអ្នកស្រីទៅបានបញ្ជូនទៅឃុំខ្លួននៅមជ្ឈមណ្ឌលអប់រំកែប្រែទី2រាជធានីភ្នំពេញបាទអានេះគឺរឿងហ្នឹងខ្ញុំរឿងហ្នឹងឥឡូវចូលដល់រឿងមួយទៀតគឺប្រធានធនាគារជាតិប្រាប់កាសែតជប៉ុនថាកម្ពុជាទទួលថ្មបាក់រឿងឆបោកអនឡាញថ្ងៃនេះគឺឃើញសារព័ត៌មានជប៉ុន Nikkei បានផ្សព្វផ្សាយបទសម្ភាសន៍ជាមួយនឹងប្រធានធនាគារជាតិកម្ពុជាគឺអ្នកស្រីជាសេរីដែលជាកូនស្រីបង្កើតរបស់លោកជាច័ន្ទតូហើយអ្នកស្រីជាសេរីហ្នឹងគឺគាត់បាននិយាយការពារកម្ពុជាក្នុងន័យថាកម្ពុជាគឺជាជនរងគ្រោះទេទទួលថ្មបាក់ពីការឆបោកអនឡាញនៅលើពិភពលោកដែលមែនតើគឺអាការឆបោកអនឡាញហ្នឹងគឺវាប្រសាយតែកម្ពុជាคล้ายទៅជាថ្មបាក់អញ្ចឹងទៅធ្វើឲ្យคล้ายទៅជាគេគិតថាលៀបពណ៌ថាជាគោលដៅនៃឆបោកតាមពិតខ្លួនជាជនរងគ្រោះទេខ្ញុំថាប្រសាសន៍របស់អ្នកស្រីជាសេរីដែលថាការឆបោកអនឡាញគឺជាការដែលកើតឡើងនៅលើពិភពលោកមិនមែនតែនៅស្រុកខ្មែរនេះគឺជារឿងត្រឹមត្រូវព្រោះអញ្ចឹងគេមិនមែនហៅថាអនឡាញទេពាក្យថាអនឡាញនេះគឺបានន័យថាវាឆ្លង tweet វាធ្វើអត់ផ្ទាល់ទេប៉ុន្តែមូលដ្ឋានធំនៃការឆបោកអនឡាញហ្នឹងគឺស្នាក់ការនៅស្រុកខ្មែរមានមជ្ឈមណ្ឌលឆបោក83ទីតាំង86ទីតាំងហើយមកដល់ពេលហ្នឹងអង្គការលើកលែងទោសអន្តរជាតិរកឃើញ86ទីតាំងហ្នឹងអាជ្ញាធរបង្ក្រាបបានតែ23ទៅ26ទីតាំងឯងបានតែ30%តែអាជ្ញាធរថាបង្ក្រាបបានជាង250ទីតាំងអីចឹងទៅអានេះគឺយើងនៅក្រោមក្លៀកនៅច្រមុះហើយខ្លួនយើងទាំងអត់ដឹងហ្នឹងលោកហ៊ុនសែនថាពួកអស់ហ្នឹងមកពីណាប៉ាសពតក៏អត់មានហេតុអីបានមកចូលប្រសាទអាហ្នឹងដោយសារយើងអត់កម្របឬយើងកជើធ្លុះខ្លួនឯងទេអារឿងឆបោកអនឡាញប្រទេសណាក៏មានដែរអ្នកស្រីជាសេរីមានប្រសាសន៍ហ្នឹងត្រឹមត្រូវក៏ប៉ុន្តែអារឿងមានច្រើនមិនច្រើនវាអត់មានសំខាន់ទេសំខាន់ឬប្រព័ន្ធទប់ការពារអាឆបោកអនឡាញហ្នឹងយើងរឹងមាំអត់តែកម្ពុជាអត់គឺខ្សោយប្រព័ន្ធពុករលួយបពពួកនិយមមន្ត្រីអសមត្ថភាពហើយអាប្រព័ន្ធអនឡាញហ្នឹងវាអាចជាឆ្នាំងបាយឆ្នាំងអីសម្រាប់គ្រប់គ្រងគណៈបកកណ្ដាលអំណាចគ្រប់អីដូចជាការលើកឡើងរបស់មជ្ឈដ្ឋានជាច្រើនអីហ្នឹងវាអាចដែរព្រោះអាប្រព័ន្ធពុករលួយហ្នឹងវាអនុញ្ញាតឲ្យគណៈបកកណ្ដាលអំណាចរលួយបានដើម្បីបន្តបង្ក្រាបសម្លេងប្រឆាំងតទៅទៀតព្រោះអាហ្នឹងជាសេដ្ឋកិច្ចឆ្នាំងបាយរបស់ពួកគាត់លោកហ៊ុនសែនថ្ងៃមុនគាត់និយាយថាអត់មានសេដ្ឋកិច្ចបានមកពីឆបោកអនឡាញប៉ុន្តែតើមន្ត្រីទាំងអស់នោះបានលុយមកពីណាអង្គញាមហាមន្ត្រីជួញដូរដីធ្លីអីពេញផ្ទៃប្រទេសហ្នឹងដោយសារតែអាការដែលលាងលុយពីអំពើឆបោកអនឡាញហ្នឹងអាហ្នឹងឯងជាលក្ខណៈដែលបានចំណេញដល់ពួកក្រុមគណៈបកកណ្ដាលអំណាចហ្នឹងឯងមន្ត្រីអង្គញាឈ្មួញទុច្ចរិតទាំងអស់ហ្នឹងឯងហើយនៅចំោះនៅភ្នែកខ្លួនឯងកាស៊ីណូរាប់ភ្លេចរឿងហ្នឹងគឺគេរាយការណ៍មករាប់ឆ្នាំអត់ដឹងអីចឹងអ្នកស្រីជាសេរីហ្នឹងគិតថាយើងជាជនរងគ្រោះយើងយកសម្រាមមកដាក់នៅក្នុងផ្ទះយើងតាយើងបើកទ្វារឲ្យសម្រាមចូលក្នុងផ្ទះហើយយើងឲ្យសម្រាមហ្នឹងស្អុយលលួយពេញផ្ទះហើយចុងក្រោយយើងទៅបន្ទោសក្រុមហ៊ុនសិនទ្រីដែលដឹកសម្រាមយកមកចាក់នៅក្នុងផ្ទះយើងចាស់យើងបើកទ្វារឲ្យគេយកសម្រាមមកចាក់ធ្វើអីហើយបើយើងបើកទ្វារហើយបើសម្រាមហ្នឹងមកចាក់ចុះហេតុអីយើងមិនកាយសម្រាមហ្នឹងយកទៅបោះចោលហេតុអីក៏យើងមិនទុកសម្រាមហ្នឹងឬក៏ដុតវាចោលឬក៏អីយើងអត់សម្រាមគេបើកទ្វារមកយើងបើកទ្វារឃ្វាំងឲ្យគេដាក់ចូលមកហើយយើងទុកនៅអង្គុយស្អុយសម្រាមហ្នឹងហើយដល់ពេលគេដោះស្រាយបញ្ហាទៅយើងថាយើងជាជនរងគ្រោះ
ភាសានេះគឺពិបាកទទួលយកបានមែនទែនខ្ញុំដឹងហើយកម្ពុជាព្យាយាមប្រាប់ពិភពលោកថាយើងជាជនរងគ្រោះប៉ុន្តែបងប្អូនជនរងគ្រោះយ៉ាងដូចម្ដេចទៅបើប្រព័ន្ធច្បាប់យើងបើកទូលាយអញ្ចឹងហើយដោយសារប្រព័ន្ធនីតិរដ្ឋយើងវាធូរកំហុសឆ្គងគ្រប់យ៉ាងអ្នកស្រីជាសេរីនេះនិយាយថាអាចមកពីជនរងគ្រោះតែការជនរងគ្រោះហ្នឹងគឺដោយសារប្រព័ន្ធដឹកនាំរដ្ឋដែលលោកស្រីអ្នកស្រីក្នុងរដ្ឋាភិបាលនឹងដែរតាប្រព័ន្ធដឹកនាំរដ្ឋឲ្យគ្មានតម្លាភាពគ្មានតុល្យភាពអំណាចអត់គណៈបពប្រឆាំងអត់សង្គមស៊ីវិលអត់តុលាការឯករាជ្យស្អីសពបែបយ៉ាងទាំងអស់នឹងចបៃត្រហ្នឹងហើយដែលធ្វើឲ្យរឿងនេះវារលាយខ្សលអញ្ចឹងហើយអញ្ចឹងមកនិយាយថាយើងជាជនរងគ្រោះបើជនរងគ្រោះក៏ជនរងគ្រោះតែអញ្ចឹងនាំគ្នាពង្រឹងស្ដារអាហ្នឹងវិញទៅឲ្យប្រព័ន្ធដឹកនាំរដ្ឋហ្នឹងវាល្អមាននីតិរដ្ឋអីត្រឹមត្រូវទៅអាចនឹងទប់អាហ្នឹងបានព្រោះផ្ទះយើងសប្ងៃហ្នឹងវាទៅជាផ្ទះរហេចរហាក់កូនចៅនឹងមិនដឹងជាអ្នកណាវ័យគ្នាអត់ត្រូវគ្នាឆ្លោះគ្នាសម្រាមមកអ្នកណាក៏មិនជូតអ្នកណាក៏មិនថែសក់អ្នកណាក្បាលអាហ្នឹងគ្រួសារផ្ទះមកសម្រាមចូលពេញផ្ទះសក់អ្នកណាក្បាលហ្នឹងហើយយូរទៅបន្ទោសអ្នកចិត្តខាងទៀតថាអ្នកចិត្តខាងហ្នឹងដែលធ្វើឲ្យសម្រាមពេញផ្ទះយើងតិចតិចទៅបន្ទោសគណៈបកប្រឆាំងទៀតហើយគេនៅក្នុងហ្នឹងគេមកជួយសម្អាតជួយទប់អត់ទេតទៅពេលដេញគេចោលអស់តិចទៀតច្អល់ប្រាប់អ្នកគណៈបកប្រឆាំងហ្នឹងដែលធ្វើឲ្យមានបញ្ហាហ្នឹងទៀតអាចរករឿងចឹងបានទៀតអញ្ចឹងខ្ញុំនៅលើទឹកចិត្តថានិយាយអីក៏ដោយនៅលើឆាកអន្តរជាតិនេះវាមិនគ្មានបានប្រយោជន៍ស្អីទេវាគ្រាន់តែស្អំចិត្តមេដឹកនាំនឹងប្រាប់ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយយើងអត់ឯករាជ្យឲ្យមន្ត្រីរដ្ឋាភិបាលមកនិយាយដោះសារពីរឿងថាខ្លួនជាជនរងគ្រោះណាគេស្ដាប់យើងលោកហ៊ុនម៉ាណែតទៅនិយាយជាមួយ Reuters ជាមួយសារព័ត៌មាន Fox News អីហ្នឹងអ្នកណាគេស្ដាប់គឺតើតែមានស្ថាប័នព័ត៌មានឯករាជ្យឬក៏គណៈបកប្រឆាំងដែលផ្ទៀងផ្ទាត់អំណាចរដ្ឋាភិបាលអាហ្នឹងបានសហគមន៍អន្តរជាតិគេជឿយើងជាអ្នកប្រព្រឹត្តនៅក្នុងហ្នឹងយើងកាន់ជើងតែគ្នាយើងដោះសារហ្នឹងគ្មាននរណាគេជឿទេខ្ញុំសោកស្ដាយប្រព័ន្ធយើងឃើញមន្ត្រីយើងប្រឹងតែប្រឹងអត់ប្រយោជន៍បងប្អូនបាទឥឡូវនិយាយពីរឿងគណៈបកកម្លាំងជាតិមុននេះគឺមានសារពីគណៈបកកម្លាំងជាតិគាត់សរសេរប្រកាសព័ត៌មានបបួលបងប្អូនប្រជាពលរដ្ឋដែលគ្រប់គ្រងលោករងឈុនហ្នឹងឲ្យទៅនាំគ្នាតាមដានសវនាការនៅថ្ងៃខាងស្អែកនេះគឺថ្ងៃទី19ខែមិថុនាឆ្នាំ2026ព្រោះតុលាការកំពូលនឹងប្រកាសសាលដីកាតាក់ទងនឹងការដកហូតសិទ្ធិនយោបាយរបស់លោករងឈុនមិនឲ្យឈរឈ្មោះបោះឆ្នោតហើយមិនឲ្យចូលរួមធ្វើនយោបាយមួយជីវិតដែលសាលដីកាហ្នឹងនឹងប្រកាសហើយឥឡូវខាងក្រមសកម្មជនឬក៏គណៈបកកម្លាំងជាតិហ្នឹងនាំគ្នាឲ្យប្រជាពលរដ្ឋទៅកែនចាំមើលអាញាធរតែឃើញមនុស្សច្រើនដោយថ្ងៃហ្មងពីម្សិលមិញហ្នឹងដែលនាំគ្នាទៅគ្រប់គ្រងលោករងឈុនច្រើនពេកអាញាធរអាចមានលេសថាអញ្ញាពេកលើកពេលសវនាការហ្នឹងប្រកាសសាលក្រមទៅថ្ងៃណាគ្មានការកំណត់សាលដីកាគ្មានថ្ងៃកំណត់អីណាទៀតអញ្ចឹងប៉ុន្តែមែនតើទៅសេចក្តីសង្ឃឹមថាគេនឹងដោះលែងលើកលែងការចោទប្រកាន់លោករងឈុននេះស្ទើរតែ0%បងប្អូនដូចតករណីលោកកឹមសុខាអញ្ចឹងព្រោះអារឿងអ្វីដែលដោះស្រាយនៅប្រទេសកម្ពុជាគឺអាប៉ោងបើកគ្រាប់ប៉ុន្តែបើគាត់បែរជាសម្រេចលើកលែងទោសលោករងឈុននឹងឲ្យគាត់មានសិទ្ធិធ្វើនយោបាយខ្ញុំថានេះគឺជាទង្វើដ៏សិលធម៌ថ្លៃថ្នូរត្រឹមត្រូវរបស់រដ្ឋាភិបាលកម្ពុជាហើយខ្ញុំនឹងកោតសរសើរឲ្យពេញបណ្ដាញសង្គម Facebook របស់ខ្ញុំហ្មងបើសិនជាអស់លោកដូរមកជាការលើកលែងទោសគាត់អីចឹងតែខ្ញុំថាទៅមិនរួចទេបាទចុងក្រោយព័ត៌មាន2ចុងក្រោយគឺនាយករដ្ឋមន្ត្រីថៃលោកអនុទិនច័ន្ទវរៈគុលប្រឡយប្រាប់សារព័ត៌មានថៃថាលោកអាចនឹងមានជំនួបឆ្លៀតឱកាសជួបប្រជុំនៅឯប្រជុំអាស៊ានរុស្ស៊ីនៅប្រទេសរុស្ស៊ីនោះនឹងអាចជួបជាមួយនឹងលោកហ៊ុនម៉ាណែតបាទប៉ុន្តែខាងកម្ពុជាមិនបាននិយាយអីទេពាក្យនេះគឺលោកអនុទិនច័ន្ទវរៈគុលថាជាការជំនួបដែលមិនមែនជាជំនួបផ្លូវការវាអាចជួបទៀតហើយដូចនៅវៀតណាមអញ្ចឹងកាលទៅប្រជុំនៅវៀតណាមទៅជុំគ្នាអញ្ចឹងវៀតណាមគេហៅជាម្ចាស់ផ្ទះអញ្ចឹងបានចាប់ដៃគ្នាគ្រាន់តែក្រៅផ្លូវការបន្តិចមិនមែនជាការណាត់គ្នាដើម្បីដោះស្រាយព្រំដែនទេទៅរុស្ស៊ីហ្នឹងប្រហែលជាដូចគ្នាអញ្ចឹងទៀតធម្មតាតែអង្គុយក្បែរគ្នាឬក៏ជួបគ្នាចាប់ដៃគ្នាតែប៉ុន្តែមិនមែនជាពិធីផ្លូវការដើម្បីនិយាយរឿងព្រំដែនទេព្រោះថៃបានប្រាប់ថាបិទផ្លូវចរចាបាត់ទៅហើយហ្នឹងដូច្នេះវាអត់មានរឿងអីប្រសើរហើយអនុទិនច័ន្ទវរៈគុលហ្នឹងគ្រាន់តែប្រាប់ជនជាតិថៃឲ្យកុំឲ្យភ័យព្រោះអីខ្លាចទៅចាប់ដៃលោកហ៊ុនម៉ាណែតទៅបាត់បង់អធិបតេយ្យថៃអីណាអញ្ចឹងគាត់ប្រាប់ឲ្យទៅកុំឲ្យដូចកាលចាប់ដៃលោកហ៊ុនម៉ាណែតនៅវៀតណាមដែលលោកហ៊ុនម៉ាណែតយកមកបង្ហោះលើបណ្ដាញសង្គមទៅធ្វើឲ្យជនជាតិថៃថាម៉េចមកសុំកលុំជាមួយកម្ពុជាឥឡូវលោកអនុទិនគេហៅស្កាត់មុនអញ្ចឹងប្រាប់ថានឹងអាចមានជួបក្រៅផ្លូវការចាប់ដៃចាប់អីអញ្ចឹងតែអត់មានជជែកអីពាក់ព័ន្ធនឹងព្រំដែនបាត់អធិបតេយ្យថៃអីណាបាទនឹងចុងក្រោយគឺលោកត្រាំថាកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់មិនទាន់ដាច់ស្រេចនៅឡើយគឺអាមេរិកអាចទម្លាក់គ្រាប់បន្ថែមទៀតបើអ៊ីរ៉ង់អន់ចរិតឃើញទេទៀតហើយបងប្អូនដូចខ្ញុំនិយាយចឹងរឿងនយោបាយគឺចឹងចុះហត្ថលេខាហើយថានេះថ្ងៃសុកនេះទៅចុះនៅប្រទេសស្វីសដើម្បីបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ឥឡូវនេះស្រាប់តែមិនទេគឺអ៊ីរ៉ង់នឹងដូចជាចល័តអានាវាស្អីតាក់តងនឹងអារឿងច្រកហមមូសអីខាត់រហទាលុយទីអីទៀតម្ដងថាបើកម្ដងថាបិទ
ម្ដងថាអីឥឡូវហ្នឹងជាពាក់ជាពិនអញ្ចឹងបានលោកត្រាំក៏ថាឲ្យតែអញញ៉ៃអន់ចរិតអញ្ចឹងទម្លាក់គ្រាប់ទៀតអញ្ចឹងរឿងនេះវាអត់ទាន់ចប់ទេបងប្អូនរឿងនៅអ៊ីរ៉ាក់អ៊ីរ៉ង់ហ្នឹងគឺដូចខ្ញុំនិយាយចឹងទាល់តែបោះឆ្នោតពាក់កណ្ដាលអាណត្តិនេះចប់សិនឲ្យលោកប្រធានាធិបតី Donald Trump ហ្នឹងថាឈ្នះឆ្នោតឬអីកុំឲ្យគេទម្លាក់គាត់សិនអាហ្នឹងបានឬក៏ចិត្តដល់ហ្នឹងមែនតែនហ្មងបានចប់ដោយបបោព្រោះអីនៅ2ខែទៀតហ្នឹងល្មមកក្កដាសីហាកញ្ញាតុលាវិច្ឆិកានៅសល់ពេលតែបន្តិចហ្នឹងគឺអូសរហូតកិច្ចព្រមព្រៀងហ្នឹងត្រូវថែម60ថ្ងៃដើម្បីឲ្យសម្របសម្រួលអីអញ្ចឹងជាល្មមទៅដល់1ខែឬ2ខែមុនបោះឆ្នោតហ្នឹងគឺអ្វីៗចប់ឲ្យស្អាតសិនទៅដើម្បីលៀងអាហ្នឹងឲ្យលោកត្រាំគាត់បានប្រជាប្រិយរឿងបោះឆ្នោតរឿងនយោបាយចឹងយើងតាមដានដាច់ខ្យល់ងាប់តែអ្នកដាច់ខ្យល់គឺរឿងប្រេងឆៅប្រេងអីតែវាឡើងអត់ឈប់ឥឡូវចុះបន្តិចឥឡូវឡើងបន្តិចចុះបន្តិចឡើងបន្តិចហើយវល់ណាស់បងប្អូនតែយ៉ាងណាយើងតាមដានរឿងនេះទាំងអស់គ្នាកុំឲ្យដាច់ព្រោះអីវាប៉ះពាល់ដល់ឆ្នាំងបាយយើងដែរបើតែរឿងកើតឡើងនៅអាមេរិកមែនតែវាមានរឿងអីប៉ះពាល់ដល់ព្រៃវែងដល់ស្នួលអង្គសោមអីចឹងដែរបាទបងប្អូនខ្ញុំសូមស្លេះការផ្សាយរបស់ខ្ញុំត្រឹមប៉ុណ្ណេះចុះហើយរាត្រីសួស្ដីបងប្អូននៅស្រុកខ្មែរអរុនសួស្ដីបងប្អូននៅសហរដ្ឋអាមេរិកជម្រាបលាជួបគ្នារាត្រីនេះទៀតបាទ